ទីបំផុតខ្ញុំបានឈានដល់កម្រិតកំណត់នៃសកលលោកហើយលោកគ្រូកូនសិស្សល្អបើឯងបានសម្រេចដល់កម្រិតនេះហើយដល់ពេលដែលឯងត្រូវចុះពីលើភ្នំទៅហើយរូបថតមួយនេះគឺជាចៅស្រីរបស់មិត្តចាស់របស់គ្រូឥឡូវនាងកំពុងជួបគ្រោះថ្នាក់យ៉ាងខ្លាំងឯងចុះទៅជួយការពារនាងឲ្យរួចផុតពីគ្រោះថ្នាក់ទៅលោកគ្រូតើលោកគ្រូមិនមែនបានប្រាប់កូនសិស្សថាអ្នកខ្លាំងមិនត្រូវពាក់ព័ន្ធរឿងលោកីទេលោកគ្រូភ្លេចហើយមែនទេពួកយើងបានឈានដល់កម្រិតខ្ពស់ហួសពីច្បាប់លោកីទាំងនោះទៅហើយដូច្នេះកុំខ្វល់ខ្វាយអីចូលឯងចុះទៅចុះបានហើយលោកគ្រូកូនសិស្សទៅហើយរឿងអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងសម្រេចវាដោយខ្លួនឯងតាចាកុបជានរណាគេគ្រាន់តែជាមនុស្សប្រុសដែលល្បីខាងល្បែងស្រីញីខ្ញុំគ្មានថ្ងៃយល់ព្រមរៀបការជាមួយគេដាច់ខាតកូនស្រីកូនដឹងខ្លួនទេថាកូនកំពុងតែបើកប្រអប់ផាន់ដូរ៉ាហើយតើវាតាក់ទងអ្វីនឹងការរៀបការជាមួយចាកូបដើមឈើកាន់តែខ្ពស់ខ្យល់ក៏បោកបក់កាន់តែខ្លាំងកូនត្រូវយល់ថាទ្រព្យសម្បត្តិវានាំមកនៅគ្រោះថ្នាក់ប្រសិនបើយើងមិនរកការពារទេនោះពួកយើងនឹងត្រូវគេកំទេចចោលក្នុងពេលតែមួយតើគ្រាន់តែដោយសារគេមានអ្នកខ្លាំងម្នាក់នោះពួកយើងត្រូវអន់ក្បាលចុះចាញ់ពួកគេមែនឬត្រូវហើយមានតែវិធីនេះទេទើបអាចការពារគ្រួសារយើងបានប៉ុន្តែចុះលោកតាវិញគាត់ថាគាត់នឹងជួយកូនតាលោកតាឯងចូលនិវត្តន៍រាប់ទសវត្សរ៍មកហើយពិភពលោកវាផ្លាស់ប្ដូរអស់ហើយគាត់ធ្វើអ្វីបានកាត់ធឺរីននិយាយថាឯងឆ្លោះជាមួយលោកប៉ាឯងហើយមកផឹកស្រាម្នាក់ឯងមែនទេកញ្ញាកាត់ធឺរីននិយាយជាមួយលោកលីនឲ្យសំរុំបន្តិចមិនថាបែបណាទេឥឡូវគ្រួសារឯងត្រូវការជំនួយពីពួកយើងកាត់ធឺរីនខ្ញុំដឹងថាឯងមិនចង់ឃើញមុខខ្ញុំទេផឹកស្រាមួយកែវនេះឲ្យអស់ទៅខ្ញុំនឹងចាក់ចេញភ្លាមទៅផឹកស្រាទេមិត្តថ្ងៃនេះនៅបារយើងមានស្រីស្អាតច្រើនណាស់ធានាថាបងនឹងពេញចិត្តមែនទេនារីទីក្រុងនេះពិតជាអស្ចារ្យមែនមើលមុខនិងរូបរាងរបស់ពួកគេចុះកិច្ចការរបស់អ្នកចាស់នោះមិនមែនជាការប្រញាប់ទេដែរកុំស្ទាក់ស្ទើរអីមិត្តមនុស្សចាស់នោះពិតជាខុសខើណាស់ដែលទុកឲ្យខ្ញុំនៅក្បែរភ្នំរហូតមកដល់ពេលនេះតើវប្បធម៌សប្តាហ៍ថ្ងៃនេះមានភាពបើកចំខ្លាំងដល់ថ្នាក់នេះដែរឬទេបរិយាកាសល្អណាស់មែនទេមិនបាច់បារម្ភពីខ្ញុំទេខ្ញុំនឹងមើលជុំវិញដោយខ្លួនឯង
Catherine តើអ្នកស្រវឹងមែនទេឲ្យខ្ញុំជូនអ្នកទៅផ្ទះវិញហេតុអ្វីខ្ញុំវិលមុខខ្លាំងម្ល៉េះចាកុបតើអ្នកដាក់អ្វីក្នុងភេសជ្ជៈរបស់ខ្ញុំហេលោកស្រីខូបកុំចាប់ប្រកាន់លោកលីនរបស់យើងខុសគ្នាអីនារីបាននេះពិតជាមានភាពសកម្មពេកហើយតើនាងចង់បានលុយ$700ក្នុងហោប៉ៅរបស់ខ្ញុំមែនទេជួយខ្ញុំផងជួយផងហេតុអ្វីបានជានាងមើលទៅដូចជានារីក្នុងរូបថតនេះម្ល៉េះក្មេងប្រុសនេះគឺជាគូដណ្ដឹងរបស់ខ្ញុំកុំរំខានរឿងផ្ទាល់ខ្លួនអីរបស់អ្នកមែនទេខ្ញុំមិនស្គាល់ពួកគេទេយកខ្ញុំចេញពីទីនេះទៅអ្នកបានឬនាងនិយាយហើយនារីម្នាក់នេះនិយាយថានាងមិនស្គាល់អ្នកទាំងពីរទេហេតុអ្វីអ្នកមិនចាក់ចេញទៅអូវាមិនអីទេតើអ្នកបានចងគ្រាប់បែកជាប់ខ្លួនឬអ្វីតោះទៅទេរងចាំខ្ញុំនឹងជូនអ្នកទៅផ្ទះខ្ញុំយល់ហើយនាងត្រូវបានគេដាក់ថ្នាំហាក់ដូចជាខ្ញុំត្រូវជួយនាងឲ្យបញ្ចេញថ្នាំចេញពីរាងកាយរបស់នាងបើមិនដូច្នោះទេរាងកាយតូចច្រឡឹងរបស់នាងនឹងមិនអាចទ្រាំទ្របានឡើយតើអ្នកវាខ្ញុំធ្វើអីរឿងកាលពីយប់មិញខ្ញុំក៏ត្រូវបានគេបង្ខំដែរអាសាត្រិឆានអូយខ្ញុំត្រូវបានគេបង្ខំវាទាំងអស់គឺជាការយល់ច្រឡំតើអ្នកអាចឲ្យខ្ញុំពន្យល់បានទេកាលពីយប់មិញពិតជាអ្នកទេដែលនៅខាងលើពិតមាត់បើអ្នកហ៊ាននិយាយរឿងនេះមួយម៉ាត់ទៀតខ្ញុំនឹងកាត់អណ្ដាតអ្នកចោលខ្ញុំកាថេរីនបានរក្សាខ្លួនឲ្យបរិសុទ្ធពេញមួយជីវិតមិននឹកស្មានថាចុងក្រោយត្រូវមនុស្សចម្លែកឆក់ឱកាសលីលីមកទទួលខ្ញុំហើយមកម្នាក់ឯងតើខ្ញុំត្រូវធ្វើអ្វីឥឡូវនេះការកេងចំណេញពីខ្ញុំមានតម្លៃរបស់វាខ្ញុំនឹងផ្ដល់ជម្រើសពីរឲ្យអ្នកទី1ឲ្យខ្ញុំកាត់អន់អ្នកចោលទី2ធ្វើជាខែលការពារខ្ញុំហើយខ្ញុំនឹងឲ្យលុយអ្នកយ៉ាងសមរម្យខែលការពារហាក់ដូចជាខ្ញុំមានបញ្ហាធំហើយប៉ុន្តែវាល្អណាស់ខ្ញុំអាចប្រើអត្តសញ្ញាណនេះដើម្បីការពារនាងដោយសម្ងាត់សម្រាប់លុយនោះទុកទៅចុះតើអ្នកអាចឲ្យលុយបានប៉ុន្មានខ្ញុំមិនចង់បានលុយរបស់អ្នកទេទុកចិត្តចុះមានខ្ញុំនៅទីនេះខ្ញុំអាចដោះស្រាយគ្រប់យ៉ាងបាន
មួយខែ$1,000,000សូមមេត្តាឲ្យខ្ញុំការពារអ្នកទាំងពីរវាមិនមែនដូចអ្វីដែលអ្នកគិតនោះទេកាលពីយប់មិញខ្ញុំបានធ្លាក់ក្នុងអន្ទាក់របស់ Jacob ហើយគឺគាត់ដែលបានជួយខ្ញុំមិនមែនទេទោះបីអ្នកចង់តបស្នងគាត់ក៏មិនចាំបាច់យកខ្លួនទៅប្រគល់ឲ្យគាត់ដែរមែនទេពេលនេះវាពិតជាពិបាកពន្យល់ណាស់អ្នកកញ្ញាកូភើខ្ញុំត្រូវតែនិយាយថាម្នាក់នេះសង្ហាណាស់ក្នុងពេលដែលអ្នកបានដេកជាមួយគាត់ហើយហេតុអ្វីមិនរៀបការជាមួយគាត់ទៅពេលនោះ Jacob នឹងលេងពាក់ព័ន្ធទៀតហើយខ្ញុំព្យាយាមមិនឲ្យគេចាប់អារម្មណ៍ពិតមាត់តើនាងតែងតែសាហាវបែបនេះមែនទេរឿងឥតប្រយោជន៍គេឈ្មោះបរិសុទ្ធរបស់អ្នកទាំងអស់ត្រូវបានគាត់បំផ្លាញតែនាងមិនបានកាត់អន់អ្នកចោលគឺពិតជាអស្ចារ្យណាស់ស្លៀកពាក់ឲ្យស្អាតហើយត្រឡប់ទៅផ្ទះជាមួយខ្ញុំសូមរីករាយជាមួយតែរបស់អ្នកលោក Lynch វាពិតជាកិត្តិយសណាស់ដែលបានជួបអ្នកលោក Lynch Catherine តើគាត់ជានរណាមិត្តប្រុសរបស់ខ្ញុំកុំទៅណាខ្ញុំសូមណែនាំអ្នកនេះគឺជាអង្គរៈដែលផ្ញើដោយគ្រួសារ Lynch ខ្ញុំមិនត្រូវការអង្គរៈអ្វីទេអ្នកនេះគឺលោក Samuel Lynch គាត់គឺជាអ្នកជំនាញខាងកម្លាំងមូលដ្ឋានដោយមានគាត់នៅទីនេះមនុស្សធម្មតាគ្មានថ្ងៃអាចចូលទៅជិតអ្នកបានទេលោកស្រី Cooper តើកម្លាំងមូលដ្ឋានមានន័យថាយ៉ាងណាអ្នកជំនាញក្បាច់គុនត្រូវបានបែងចែកជា3កម្រិតកម្លាំងមូលដ្ឋានកម្លាំងផ្ទៃក្នុងនិងអាណាចក្រដ៏អស្ចារ្យអ្នកដែលស្ថិតក្នុងកម្លាំងមូលដ្ឋានអាចបំបែកមាសនិងថ្មបានដោយដៃទេពួកគេមានកម្លាំងខ្លាំងក្លាកម្លាំងផ្ទៃក្នុងពាក់ព័ន្ធនឹងជំនាញខាងក្នុងនិងខាងក្រៅដែលផ្ដល់សមត្ថភាពក្នុងការប្រយុទ្ធនឹងមនុស្សរាប់រយនាក់ប្រយុទ្ធជាមួយមនុស្សរាប់រយនាក់តើពួកគេជាមនុស្សមែនទេក្មេងស្រីឲ្យពិភពលោកគឺធំធេងណាស់មេឃតែងតែមានមេឃដែលខ្ពស់ជាងហើយមនុស្សក៏តែងតែមានអ្នកដែលពូកែជាងកម្លាំងមូលដ្ឋាននិងកម្លាំងផ្ទៃក្នុងគឺគ្មានអ្វីទាំងអស់បើធៀបនឹងអាណាចក្រដ៏អស្ចារ្យការឈានចូលដល់អាណាចក្រដ៏អស្ចារ្យក្នុងក្បាច់គុនធ្វើឲ្យមនុស្សម្នាក់ក្លាយជាមហាគ្រូពួកគេអាចបញ្ចេញថាមពលផ្ទៃក្នុងចេញមកក្រៅមិនលង់ទឹកមិនឆេះដោយភ្លើងនិងអាចសម្លាប់មនុស្សដោយគ្រាន់តែដកដង្ហើមពីចម្ងាយ30 ហ្វីតក្នុងព្រះពុទ្ធសាសនាគេហៅថាព្រះពោធិសត្វក្នុងសាសនាតាវគេហៅថាជាអ្នកប្រាជ្ញពិតចុះនោះមិនមែនធ្វើឲ្យពួកគេក្លាយជាទេវតាទេបាទពួកគេពិតជាមិនខុសពីទេវតាឡើយមានរឿងខ្លះដែលអ្នកមិនដឹងលោកស្រី Cooper នៅខាងលើអាណាចក្រដ៏អស្ចារ្យគឺមានអាណាចក្រពីកំណើតនៅពេលចូលដល់អាណាចក្រពីកំណើតវាសនាគឺស្ថិតនៅក្នុងដៃខ្លួនឯងមិនមែនឋានសុខទេមានតែអ្នកដែលនៅក្នុងអាណាចក្រពីកំណើតប៉ុណ្ណោះទើបសមនឹងហៅថាជាទេវតាពិតប្រាកដប៉ុន្តែខ្ញុំមិនដែលលើពីអាណាចក្រពីកំណើតឡើយនោះព្រោះអ្នកគឺជាអ្នកជំនួញហើយពិភពក្បាច់គុនរបស់យើងគឺជារង្វង់ខុសគ្នាទាំងស្រុងជាងនេះទៅទៀតក្នុងពិភពលោកនេះមានរយៈពេល100ឆ្នាំមកហើយដែលគ្មានអ្នកជំនាញអាណាចក្រពីកំណើតណាម្នាក់បានកើតមកអ្នកតើអ្នកហ៊ានបង្ហាញមុខនៅទីនេះយ៉ាងដូចម្តេចJacobមានរឿងអ្វីកើតឡើងគ្មានអ្វីទេយើងធ្លាប់ជួបគ្នាហើយលោកសៀលថ្ងៃនេះយើងមកទីនេះដើម្បីពិភាក្សាអំពីអាពាហ៍ពិពាហ៍រវាង Jacob និងកូនស្រីរបស់អ្នកចាប់ពីពេលនេះទៅយើងនឹងក្លាយជាគ្រួសារតែមួយអញ្ជើញអង្គុយគ្រប់គ្នាម្ហូបនឹងរួចរាល់ក្នុងពេលឆាប់នេះលោកលីនលោកស្រីលីនខ្ញុំខ្លាចថាខ្ញុំមិនមានសំណាងគ្រប់គ្រាន់ដើម្បីរៀបការជាមួយគ្រួសារលីនទេខ្ញុំមានសង្សាររួចហើយCatherine តើអ្នកគិតថាខ្ញុំមិនស្គាល់អ្នកមែនទេតើអ្នកគិតថាការប្រើប្រាស់បុរសចៃដន្យដើម្បីការពារការរៀបការរវាងត្រកូលលីននិងត្រកូល Cooper អាចទៅរួចទេយើងបានដេកជាមួយគ្នាហើយតើគាត់គ្រាន់តែជាអ្នកការពារយ៉ាងដូចម្តេចCatherine គ្រាន់តែលេងសើចប៉ុណ្ណោះតោះយើងញ៉ាំបាយសិនមកអញ្ជើញអង្គុយអរគុណដែលបានទទួលពួកយើង
មួយនេះពិតជាចង់ឲ្យខ្ញុំស្លាប់មែននេះញ៉ាំបន្តិចទៀតមកតើអ្នកខ្លាចខ្ញុំស្លាប់មិនលឿនគ្រប់គ្រាន់មែនទេហ៊ានបោកប្រាស់ខ្ញុំអញ្ចឹងខ្ញុំនឹងធ្វើឲ្យអ្នកសោកស្ដាយដែលបានកើតមកជេកុបប្រហែលជាញ៉ាំរបស់អ្វីមិនល្អចូលពោះហើយជេកុបមានរឿងអ្វីកើតឡើងខ្ញុំមិនដឹងទេនៅពេលដែលធម្មជាតិហើយរោគអ្នកត្រូវតែទៅហើយតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានភ្លាមបែបនេះគាត់ពិតជាមនុស្សដែលមិនចេះគិតអ្វីទាំងអស់សុំទោសដែលអ្នកឃើញរឿងនេះមិនអីទេអ្នកពិតជាអាម៉ាស់ណាស់ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេខ្ញុំគ្រាន់តែទប់មិនបានខ្ញុំមានការងារខ្លះត្រូវដោះស្រាយដូច្នេះខ្ញុំនឹងនាំពួកគេត្រឡប់ទៅវិញយើងកំណត់ពេលជួបគ្នាម្ដងទៀតទៅយល់ពោមតើអ្នកកំពុងសើចអ្វីវាពិតជាកំប្លែងណាស់តើអ្នកបានឃើញទេអ្នកទាំងអស់គ្នាបានឃើញទេជេកុបហាក់ដូចជាចង់ឲ្យដេលេបគាត់ទាំងរស់គាត់សុំនឹងទទួលបានវាពិតមែនហើយបាទតើយើងកំពុងទៅណាត្រូវធ្វើជាខែត្រូវតែមើលទៅឲ្យសមកុំធ្វើឲ្យខ្ញុំអាម៉ាស់មុខនៅទីសាធារណៈយកខោអាវជួរនេះទៅបន្ទប់សាក់ជួរនេះក៏មើលទៅល្អដែរសាក់លបងមើលបានហើយកញ្ញាមីលច្រើនម្លេះខ្ចប់ខោអាវទាំងអស់ដែលគាត់ទើបតែសាក់លបងនោះកាត់នេះមានលុយ$500,000នៅសល់នឹងទទួលបាននៅពេលដែលអ្វីគ្រប់យ៉ាងចប់សពគ្រប់នេះជាសាវីឡាចុះអ្នកវិញបន្ទាប់ពីនេះទៅអ្នកនឹងរស់នៅទីនេះខ្ញុំនឹងមកម្ដងកោដោយសារអ្នកទាញខ្ញុំចូលក្នុងរឿងនេះយ៉ាងហោចណាស់អ្នកក៏មានមន្តសការខ្លះដែរមានន័យថាម៉េចតើឪពុករបស់អ្នកមិនមែននិយាយថាសាំយូអែជាមេឃកម្លាំងកម្រិតដំបូងទេតើអ្នកមិនខ្លាចទេថាគាត់នឹងឆ្លៀតឱកាសនេះដើម្បីសម្លាប់ខ្ញុំនេះគឺជាតម្លៃដែលអ្នកត្រូវបង់សម្រាប់ការយកប្រៀបលើខ្ញុំបើអ្នកមិនចង់ធ្វើបែបនេះទេខ្ញុំក៏អាចធ្វើឲ្យអ្នកបាត់បង់សមត្ថភាពដែរបាត់បង់សមត្ថភាពមែនទេតើអ្នកពិតជាអាចធ្វើរឿងបែបនេះមែនឬអ្នកពិតជាអាក្រក់មែនខ្ញុំចង់ឲ្យវាស្លាប់យកពោមល្អកុំប្រាប់ប៉ាម៉ាក់ខ្ញុំពីរឿងនេះឲ្យសោះខ្ញុំនឹងធានាថាគេនឹងឃ្លាតឆ្ងាយពីអ្នកនាងខូពើរហូតទៅអាឡូក្មេងប្រុសខ្ញុំចង់ជួបអ្នកបន្តិចខ្ញុំនឹងរងចាំអ្នកនៅសួន Four Seas បើខ្ញុំមិនច្រឡំទេអ្នកប្រហែលជាអ្នកគឺពូកែមកពីត្រកូល Lynch មែនទេនេះក៏ជាអ្វីដែលចៅហ្វាយអ្នកចង់បានដែរមែនទេតើគាត់ហ៊ានមកទេកុំបារម្ភគាត់ប្រកាសជាមកព្រោះគាត់យល់ថាបើគាត់ត្រូវបានកំណត់គោលដៅដោយអ្នកជំនាញដូចខ្ញុំគាត់មិនអាចរួចខ្លួនបានទេក្មេងប្រុសអ្នកពិតជាហ៊ានមកមែនតើខ្ញុំគួរតែសរសើរពីភាពក្លាហានរបស់អ្នកឬគួរតែហៅថាអ្នកចង់ស្លាប់ហេតុអ្វីខ្ញុំមិនហ៊ានមែនទេអ្នកគិតថាខ្ញុំខ្លាចអ្នកស៊ីខ្ញុំឬម្យ៉ាងវិញទៀតការត្រូវបានត្រកូល Lynch កំណត់គោលដៅបើទោះជាខ្ញុំរត់ក៏មិនរួចដែរ
អ្នកជាមនុស្សឆ្លាតម្នាក់ប៉ុន្តែបើអ្នកដឹងថាខ្ញុំជានរណាតើអ្នកមិនខ្លាចខ្ញុំសម្លាប់ទេកុំនិយាយរឿងឥតប្រយោជន៍អ្នកមិនមែនហៅខ្ញុំមកទីនេះគ្រាន់តែដើម្បីសាកល្បងភាពក្លាហានរបស់ខ្ញុំទេមែនទេសាមញ្ញណាស់អ្នកត្រូវតែចាក់ចេញពីអ្នកនាង Cooper បើមិនដូច្នេះទេអ្នកត្រូវតែស្លាប់អញ្ចឹងអ្នកមិនខ្លាចអ្នកនាង Catherine ដឹងទេដឹងទៅមានបញ្ហាអ្វីអ្នកមិនគិតថា Catherine អាចការពារអ្នកបានមែនទេចំពោះអ្នកជំនាញផ្នែកកម្លាំងខាងក្នុងការសម្លាប់អ្នកគឺងាយស្រួលដូចជាសម្លាប់ស្រមោចមួយក្បាលអញ្ចឹងអ្នកនឹងមិនដឹងទេថាគូប្រជែងរបស់អ្នកខ្លាំងប៉ុណ្ណានោះតែបើសិនជាខ្ញុំមិនចង់ចាក់ចេញពីអ្នកនាង Cooper ហើយខ្ញុំនៅតែចង់រស់នោះអញ្ចឹងខ្ញុំត្រូវតែធ្វើឲ្យអ្នកបាត់ខ្លួនហាហាគួរឲ្យចាប់អារម្មណ៍វាគួរឲ្យចាប់អារម្មណ៍ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេក្នុងចម្ងាយ10ជំហានខ្ញុំអាចសម្លាប់អ្នកបានអីចឹងមែនអីចឹងខ្ញុំចង់ឃើញណាស់ថាអ្នកនឹងសម្លាប់ខ្ញុំដោយរបៀបណាអ្នកបានប្រើកណ្ដាប់ដៃទាំងអស់នោះមកលើខ្ញុំប៉ុន្តែមិនបានធ្វើឲ្យខ្ញុំរបួសសូម្បីតែបន្តិចតើអ្នកជាគ្រូកម្រិតដំបូងប្រភេទណាអ្នកមិនមែនជារឿងពិសេសទេហ៊ានមើលងាយខ្ញុំមែនហើយចុះបើខ្ញុំមើលងាយអ្នកបានប្រើកណ្ដាប់ដៃទាំងអស់នោះមកលើខ្ញុំហើយចុះបើខ្ញុំសង់ត្រឡប់វិញមួយដៃចង់រត់គេចបន្ទាប់ពីធ្វើជាខ្លាំងមែនការប្រើស្លឹកឈើជ្រុះធ្វើជាអាវុធគឺជាសញ្ញានៃដែនទេវតានេះគឺជាសញ្ញានៃដែនទេវតាតើអ្នកជាមហាគ្រូទេវតាមហាគ្រូទេវតានិយាយឲ្យត្រង់ទៅខ្ញុំគួរតែជាអ្វីដែលអ្នកហៅថាជាគ្រូកម្រិតកំមនៅក្នុងមួយសតវត្សនៃដែនពីកំណើតមិនអាចទៅរួចទេមិននិយាយដល់ការដែលអ្នកណាម្នាក់អាចក្លាយជាមេកំពូលផ្នែកក្បាច់គុណដែលទទួលបានការបណ្ដុះបណ្ដាលរាប់សវត្សឬរាប់សតវត្សនោះទេនៅក្នុងពិភពលោកសពថ្ងៃនេះថាមពលខាងវិញ្ញាណគឺស្ដើងហើយក្បាច់គុណកំពុងតែសាត់បាត់បង់ទៅវាពិតជាមិនអាចទៅរួចទេក្នុងការបង្កើតមេថ្មីនៃវិស័យក្បាច់គុណនេះតើពិភពលោកនេះចាប់ផ្ដើមមានអ្នកជំនាញវ័យក្មេងផ្នែកក្បាច់គុណបែបនេះតាំងពីពេលណាទៅសូមទោសអ្នកកំពុងហៅទៅកាន់លេខដែលមិនអាចតាក់ទងបានសូមទោសអ្នកកំពុងហៅទៅកាន់លេខដែលមិនអាចតាក់ទងបានមនុស្សចង្រៃនេះគាត់មិនព្រមលើកទូរស័ព្ទទេតើគាត់ទៅណាហើយតើអ្នកមិនបានឲ្យលុយគាត់ខ្លះទេប្រហែលជាគាត់កំពុងដើរលេងនៅបាននៅពេលនេះហើយកុំភ្លេចថាអ្នកបានជួបគាត់នៅកន្លែងណាឲ្យសោះមនុស្សចង្រៃនេះគាត់ធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់មនុស្សចង្រៃនេះតើគាត់ខលមកខ្ញុំធ្វើអីនិយាយមក Catherine ក៏មានចិត្តអាក្រក់ដាក់ខ្ញុំពេកអីយ៉ាងណាក៏ខ្ញុំជាគូដណ្ដឹងរបស់អ្នកដែរខ្ញុំមិនស័ក្តិសមនឹងអ្នកទេលោក Lin គ្មានរឿងអ្វីទេកុំមកនិយាយកំ pl ែងខ្ញុំដាក់ទូរស័ព្ទហើយប្រសិនបើអ្នកហ៊ានដាក់ទូរស័ព្ទចុះអ្នកនឹងមិនបានឃើញក្មេងនោះជាលើកចុងក្រោយទេកុំប៉ះពាល់គេអីខ្ញុំមិនឲ្យអ្នករួចខ្លួនទេហាខ្ញុំនឹងរងចាំអ្នកនៅសួនច្បារ Four Seasយប់នេះខ្ញុំនឹងឲ្យអ្នកឃើញការសម្ដែងដ៏ល្អមួយយ៉មើលទៅអ្នកពិតជាយកចិត្តទុកដាក់លើក្មេងម្នាក់នោះមែនប្រសិនបើមានអ្នកណាប្រាប់ខ្ញុំទៀតថាគាត់គ្រាន់តែជាខែរបស់អ្នកខ្ញុំប្រហែលជាមានការសង្ស័យពិតមែនរឿងនេះមិនតាក់ទងអ្វីជាមួយយ៉ែវទេបើមានរឿងអ្វីកើតឡើងចំពោះគាត់ខ្ញុំពិតជានឹងប្រកល់សិទ្ធិចែកចាយ Celestial Elixir ទៅឲ្យគូប្រជែងរបស់ត្រកូល Lynchman ខានបើត្រកូល Lynchman ហ៊ានយកវាតើមានអ្នកណាក្នុងទីក្រុងនេះដែលហ៊ានយកទៀតSamuel គឺជាមេក្បាច់គុណកំពូលទាំង3របស់ត្រកូល Lynch គាត់អាចទល់នឹងមនុស្ស100នាក់បានចំពោះក្មេងម្នាក់នោះតើសញ្ញាណខែរបស់គាត់ជាការពិតឬអត់វាមិនសំខាន់ទេខ្ញុំគ្រាន់តែដឹងថារាល់ពេលដែលអ្នករកឃើញនរណាម្នាក់ខ្ញុំនឹងសម្លាប់គាត់រហូតដល់អ្នកមិនហ៊ានរកអ្នកថ្មីទៀតខ្ញុំស្បត់ថាបើអ្នកហ៊ានប៉ះសក់គាត់មួយសរសៃត្រកូល Lynch នឹងគ្មានថ្ងៃទទួលបាន Celestial Elixir ឡើយសម្រាប់ Samuel ការសម្លាប់មនុស្សធម្មតាមិនចំណាយពេលលើសពី10ជំហានទេ
ឥឡូវនេះខ្ញុំស្មានថាគាត់ប្រហែលជាបំបាក់វាចោលរួចទៅហើយលោកពូសែមងើហេតុអ្វីបានជាអ្នកទើបតែមកដល់លោកឡែងតើលោកកំពុងនិយាយជាមួយខ្ញុំមែនទេតើអ្នកនៅមានជីវិតដោយរបៀបណាតើអ្នកភ្ញាក់ផ្អើលទេឬមួយអ្នករំភើបតើពូសាំយូអែមិនបានរកអ្នកឃើញនៅសួនច្បារទេប្រហែលជាគាត់វង្វេងផ្លូវហើយតើអ្នកមិនអីទេតើអ្នកមកទីនេះដោយរបៀបណាអូនោះសាំយូអែមែនទេម្នាក់នោះបានហៅខ្ញុំមកដើម្បីនិយាយពីរឿងអ្វីមួយមិនដឹងជារឿងអ្វីទេខ្ញុំក៏មកតាមការហៅរបស់គាត់អ្នកពិតជាល្ងងខ្លៅណាស់អ្នកដឹងទេថាគ្រួសារលីនគឺជាគ្រួសារក្បាច់គុណតើអ្នកទៅទីនោះដោយគ្មានការប្រុងប្រយ័ត្នបែបនេះដើម្បីអីតើខ្ញុំនិយាយថាអ្នកអាចទៅបានឬលោកលីនតើហេតុអ្វីបានជាអ្នកមិនទូរស័ព្ទទៅពូរបស់អ្នកដើម្បីមើលថាតើគាត់នឹងលើកទូរស័ព្ទដែរឬទេពួកអាមនុស្សហិតបានការខកខានឱកាសក្នុងពេលដែលសំខាន់បំផុតសំណាងល្អហើយដែលអ្នកមិនបានជួបសាំយូអែលតើអ្នកដឹងទេថាអ្នកខិតទៅជិតការស្លាប់ប៉ុណ្ណាប៉ុន្តែខ្ញុំពិតជាបានជួបគាត់ចុះហេតុអ្វីបានជាអ្នកនៅរស់ខ្ញុំបានសម្លាប់គាត់ហើយខ្ញុំបានសម្លាប់គាត់ជាឯអ្នកឈប់អួតបានទេអ្នកពូកែតែនិយាយបោកបញ្ឆោតណាស់គេថាសាំយូអែលបានសម្រេចកម្រិតថាមពលខាងក្នុងកាលពីប៉ុន្មានឆ្នាំមុនរាងកាយរបស់គាត់ត្រូវបានគេដុសខាត់ឆ្លងកាត់រាប់យប់រាប់ថ្ងៃរហូតដល់ភាពបរិសុទ្ធបំផុតគ្រាន់តែមួយជំហានទៀតក៏អាចសម្រេចបានកម្រិតខ្ពស់ហើយក្លាយជាមេដឹកនាំដ៏អស្ចារ្យជាឯលអ្នកគ្រាន់តែជាមនុស្សធម្មតាសាំយូអែលអាចកាច់ខ្លួនអ្នកបានដោយគ្រាន់តែប្រើម្រាមដៃតែប៉ុណ្ណោះសូមរំលឹកថាចៅហ្វាយមិនចូលចិត្តអ្នកកុហកបំផុតជាពិសេសគឺមនុស្សប្រុសដូច្នេះបើអ្នកមិននិយាយអ្វីទេគ្មាននរណាម្នាក់គិតថាអ្នកជាមនុស្សថ្លង់នោះទេខ្ញុំនិយាយការពិតបើអ្នកមិនជឿខ្ញុំក៏គ្មានផ្លូវដែរនេះជាប្រាក់ដែលបានសន្យាពីមុនយកវាទៅហើយទៅចុះមើលទៅអ្នកចង់ឲ្យខ្ញុំចេញទៅមែនទេអ្វីដែលខ្ញុំនិយាយអ្នកមិនជឿតតែសោះខ្ញុំស្អប់ការកុហកនៅពេលដែលវាតាក់ទងនឹងមនុស្សដែលខ្ញុំយកចិត្តទុកដាក់ប៉ុន្តែសម្រាប់អ្នកដែលគ្រាន់តែជាក្តារចុចទោះអ្នកនិយាយពិតឬកុហកខ្ញុំមិនខ្វល់ទេបើអ្នកមិនខ្វល់ពីខ្ញុំតើអ្នកមកស្វែងរកខ្ញុំធ្វើអីខ្ញុំនៅទីនេះព្រោះខ្ញុំមិនចង់ឲ្យបញ្ហានេះធ្វើឲ្យអ្នកត្រូវគេសម្លាប់នោះទេជាឯលអ្នកគួរតែទៅអ្នកនឹងមិនមានសំណាងបែបនេះរាល់ដងនោះទេខ្ញុំមើលស្រាលភាពខូខើរបស់ជេកុបហើយខ្ញុំមិនចង់ឲ្យអ្នករងគ្រោះទេតើមានរឿងអ្វីកើតឡើងគ្រួសារធំទាំង3នៃ Rivergate បានប្រមូលលុយ$100 លានដើម្បីជួលពួកយើងដល់ពេលធ្វើរឿងចុងក្រោយក៏ត្រឹមតែទៅធ្វើឃាតស្រីម្នាក់ស្រីម្នាក់នេះធម្មតាណាស់ដែលធ្វើឲ្យមហាគ្រូដូចលោក Fowler និងអ្នកជំនាញកម្លាំងខាងក្នុងដូចជាអ្នកត្រូវចេញមុខព្រមគ្នាវាគ្រប់គ្រាន់សម្រាប់ឲ្យយើងមានមោទនភាពពេញមួយជីវិតតាមពិតទៅក៏មិនមែនដូច្នោះទេការបង្កើតថ្នាំ Celestial Elixir ដែលជាវត្ថុដ៏អស្ចារ្យបែបនេះបង្ហាញថានាងមិនមែនជាមនុស្សធម្មតាទេម្យ៉ាងទៀតខ្ញុំមើលថាគ្រួសារ Lynches ក៏បានបញ្ជូនអ្នកជំនាញកម្លាំងខាងក្នុងមកការពារនាងដែរជាមួយពួកយើងពីរអ្នករួមដៃគ្នាឆ្កែចាស់មកពីគ្រួសារ Lynches នោះគ្មានអ្វីត្រូវខ្លាចទេខ្ញុំហៅថាស្រីតូចនេះគឺជាសៀវដែលស្រស់ស្អាតបំផុតរបស់ Rivergate គួរឲ្យអាណិតណាស់ដែលមានគេមិនចង់ឲ្យថ្នាំ Celestial Elixir ធ្លាក់ទៅក្នុងដៃគ្រួសារ Lynches ការសម្លាប់តួអង្គសំខាន់នេះនិងបំបែកភាពជាប់គាំងឡានត្រូវបំផ្លាញបែបនេះមនុស្សនៅខាងក្នុងប្រហែលជាស្លាប់បាត់ទៅហើយ
ពេលខ្ញុំបាញ់កាលពីមុនខ្ញុំគិតថាមានអ្នកជំនាញក្នុងឡានតែឥឡូវហាក់ដូចជាពួកគេគ្រាន់តែជាសម្រាមក្មេងឆ្លាតអ្នកបានធ្វើពុតជាអ្នករងរបួសដើម្បីតាក់ទាញពួកយើងឲ្យចេញមកមិនមានដាននៃកម្លាំងសិល្បៈក្បាច់គុណនៅលើរាងកាយរបស់អ្នកទេមើលទៅអ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុន្តែឡានខូចទាំងស្រុងបែបនេះហេតុអ្វីបានជាអ្នកមិនមានរបួសទាល់តែសោះមើលទៅកញ្ញាខូពើពិតជាមានអ្នកដណ្ដើមចង់បានច្រើនណាស់តើអ្នកចង់មានន័យថាយ៉ាងម៉េចគ្រូសាឡៃនឹងធ្វើគ្រប់យ៉ាងដើម្បីរៀបការជាមួយកញ្ញាខូពើឥឡូវនេះមានក្រុមមួយទៀតមកដល់ដែលមានអ្នកជំនាញក្បាច់គុណនិងអ្នកជំនាញកម្លាំងខាងក្នុងកម្រិតខ្ពស់តើអ្នកគិតថាកញ្ញា Cooper មិនមានប្រជាប្រិយភាពទេប្រសិនបើអ្នកគ្រាន់តែជាមនុស្សធម្មតាតើអ្នកដឹងពីកម្លាំងក្បាច់គុណនិងអ្នកជំនាញកម្រិតខ្ពស់ដោយរបៀបណាតើនរណាជាអ្នកប្រាប់អ្នកថាខ្ញុំជាមនុស្សធម្មតាកុំនិយាយកុហកអីទាំងលោក Fuller និងខ្ញុំមិនអាចមានអារម្មណ៍ថាមានដាននៃកម្លាំងក្បាច់គុណនៅក្នុងខ្លួនរបស់អ្នកទេហើយអ្នកហៅខ្លួនឯងថាជាអ្នកជំនាញក្បាច់គុណអ្នកសំបីតែមើលមិនឃើញកម្លាំងពិតប្រាកដរបស់ខ្ញុំផងពិតជាអាម៉ាស់សម្រាប់អ្នកជំនាញក្បាច់គុណណាស់ទោះយ៉ាងណាក៏ដោយការដែលអ្នកមើលមិនឃើញពីខ្ញុំគឺជារឿងធម្មតាមានលទ្ធភាពតែពីរយ៉ាងប៉ុណ្ណោះយ៉ាងទីមួយគឺថាខ្ញុំពិតជាមនុស្សធម្មតាម្នាក់មែនចុះយ៉ាងទីពីរវិញយ៉ាងទីពីរគឺកម្លាំងក្បាច់គុណរបស់ខ្ញុំខ្ពស់ជាងរបស់អ្នកទៅទៀតតើអ្នកហាត់ក្បាច់គុណកម្រិតទាបអាចមើលឃើញកម្រិតខ្ពស់បានដោយរបៀបណាខ្ញុំបានឈានដល់កម្រិតហួសពីធម្មជាតិប្រសិនបើកម្រិតរបស់អ្នកខ្ពស់ជាងខ្ញុំនោះវាមិនមែនជាការកុហកទេតើវាអាចទៅរួចទេដែលអ្នកបានឈានដល់កម្រិតពីកំណើតមុនអាយុ30ឆ្នាំប្រហែលជាគាត់គ្រាន់តែរកវិធីចូលទៅក្នុងពិភពក្បាច់គុណដោយចៃដន្យហើយដឹងតែបន្តិចបន្តួចប៉ុណ្ណោះនេះវាគ្រាន់តែជាការបំភាន់ភ្នែកមិនថាអ្នកកំពុងពន្យាពេលឬមានផែនការផ្សេងទៀតទេឥឡូវនេះនិយាយចប់ហើយដល់ពេលបញ្ជូនអ្នកទៅកាន់ពិភពខាងក្រោមហើយក្មេងនេះបានប្រមាថលោក Fowler ម្ដងហើយម្ដងទៀតជីវិតរបស់គាត់ត្រូវតែប្រគល់ឲ្យលោក Fowler ដោះស្រាយកម្លាំងត្រីវិស័យការវាយប្រហារកម្រិតហួសពីធម្មជាតិដោយផ្ទាល់អ្នកពិតជាក្រអឺតក្រទុំជាង Morgan ទៅទៀតតើនេះអាចទៅរួចដោយរបៀបណាតើអាចមាននរណាម្នាក់ក្មេងម្លេះឈានដល់កម្រិតពីកំណើតបានយ៉ាងម៉េចទៅឲ្យទោសខ្ញុំរត់ទៅខ្ញុំបានប្រាប់អ្នកហើយថាខ្ញុំស្ថិតក្នុងកម្រិតពីកំណើតតើអ្នកគិតថាអ្នកអាចរត់រួចមែនទេម្ចាស់នៃអាណាចក្រខាងក្នុងសម្លាប់ដោយគ្មានដានឥឡូវនេះអ្នកត្រូវបានវាយដោយកម្លាំង Heavenly Blaze របស់ខ្ញុំទោះបីជាអ្នករត់ទៅចុងផែនដីក៏អ្នកមិនខុសពីមនុស្សស្លាប់ដែរឥឡូវនេះខ្ញុំយល់ហើយថាហេតុអ្វីបានជាគ្រូរបស់ខ្ញុំបញ្ជូនខ្ញុំចុះពីលើភ្នំដើម្បីការពារអ្នកពួកគេរងរបួសក្បាលដែលបណ្ដាលឲ្យសន្លប់ជាបណ្ដោះអាសន្នមិនមានអ្វីធ្ងន់ធ្ងរទេអរគុណឈឺក្បាលខ្លាំងណាស់ភ្ញាក់ហើយឬមិនអីទេស៊ូទ្រាំបន្តិចទៅខ្ញុំបានរាយការណ៍ទៅប៉ូលីសរួចហើយអ្នកនាង Cooper អ្នកពិតជាមជ្ឈមណ្ឌលនៃការយកចិត្តទុកដាក់មែនមនុស្សជាច្រើនកំពុងតាមដានអ្នកពិតណាស់អ្នកនាង Cooper គឺជាស្រីស្អាតដែលមានទេពកោសល្យដែលបានបង្កើតថ្នាំ Celestial Elixir តើវាជាអ្វីអ្នកដែលប្រើថ្នាំ Celestial Elixir អាចពន្យារភាពចាស់អាយុវែងនិងនៅក្មេងជារៀងរហូតនោះមិនមែនជាថ្នាំរក្សាសម្រស់ទេខ្ញុំផលិតវាបានច្រើនណាស់ឈប់និយាយដើមទៅលើโลกនេះគ្មានអ្វីដែលអាចឲ្យមនុស្សនៅក្មេងជារៀងរហូតបានទេហើយអ្នកកុំសួរអ្វីដែលមិនគួរឲ្យសួរកាន់តែដឹងតិចអ្នកកាន់តែមានសុវត្ថិភាពអ្នកដែលនៅពីក្រោយការបុកនេះគឺជារឿងអាថ៌កំបាំងសូម្បីតែប៉ូលីសក៏រកមិនឃើញតម្រុយដែរកុំបារម្ភអីពួកគេមិនអាចគេចផុតទេតើអ្នកគិតថាអ្នកជានរណាខ្ញុំមានវិធីសាស្ត្ររបស់ខ្ញុំ
លោកម្ចាស់យើងរត់មកឆ្ងាយខ្លាំងណាស់ហើយធម្មពលខាងក្នុងរបស់ខ្ញុំក៏ស្ទើរតែអស់ទៅហើយតើយើងមិនគួរឈប់សម្រាកទេទាំងអស់នេះគឺមកពីអ្នកដែលតែងតែចង់បានផ្លូវកាត់ដើម្បីបង្កើនធម្មពលគុណរបស់ខ្លួនឲ្យបានលឿនកុំស្ដីបន្ទោសខ្ញុំអីលោកហ្វូឡលោកម្ចាស់ឈប់សម្រាកចុះលោកម្ចាស់ខ្ញុំដឹងពីសមត្ថភាពរបស់ខ្ញុំច្បាស់ណាស់ប៉ុន្តែលោកគឺជាមហាគ្រូដ៏អស្ចារ្យដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញពីពេញតំបន់ទន្លេតើវាអាចទៅរួចយ៉ាងម៉េចទៅតើអ្នកចង់សួរថាហេតុអ្វីបានជាខ្ញុំរត់មែនទេប្រសិនបើយើងរត់យឺតជាងនេះនោះយើងមុខជាស្លាប់បាត់ទៅហើយលោកហ្វូឡខ្ញុំកាន់តែគិតកាន់តែមិនយល់សោះក្មេងម្នាក់នោះអាយុមិនទាន់ដល់30ផងតើគេអាចសម្រេចកម្រិតធម្មពលដ៏ទេវភាពនោះបានដោយរបៀបណាតើវាអាចទៅរួចយ៉ាងម៉េចទៅតើខ្ញុំនិយាយខុសឬលោកហ្វូឡនិយាយតាមត្រង់ខ្ញុំក៏មិនយល់ដែរព្រោះខ្ញុំមិនដែលបានឃើញនរណាម្នាក់ដែលសម្រេចធម្មពលនេះពីមុនមកទេតើវាអាចទៅរួចទេដែលថាគេបោកប្រាស់យើងគេអាចបោកអ្នកបានប៉ុន្តែមិនអាចបោកខ្ញុំបានទេពេលដែលខ្ញុំប្រឈមមុខនឹងគេកាលពីបន្តិចមុននេះខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងតោះមកហៅគ្រួសារទាំង3មកនិយាយគ្នាជាមុនសិនទោះជាយ៉ាងណាយើងបានទទួលប្រាក់ពីពួកគេរាប់រយលានរួចទៅហើយទោះជាចាញ់ឬឈ្នះក៏យើងត្រូវតែមានការបំភ្លឺដល់ពួកគេជួយខ្ញុំផងលោកហ្វូឡការសម្លាប់ពីចម្ងាយតើនេះគឺជាធម្មពលរបស់កម្រិតដ៏ទេវភាពមែនឬកូនស្រីមាននារីស្អាតនៅខាងក្រៅមើលទៅស្រស់ស្អាតណាស់លោកស្រី Cooper បើតាមខ្ញុំមើលគាត់ប្រហែលជាភ័យខ្លាចខ្លាំងណាស់គ្មានអ្វីទេគ្រាន់តែជន់ស្រមោចពីរគ្រាប់តែប៉ុណ្ណោះកូនស្រីកូនមិនអីទេខ្ញុំមិនអីទេហាក់បីដូចជាមានមនុស្សច្រើនជាងការគិតរបស់ខ្ញុំដែលចង់បានថ្នាំទិព្វតាមធម្មតាពួកគេបើមិនបានអ្វីដែលគេចង់បានទេគេនឹងបំផ្លាញវាចោលការវាយប្រហារលើកនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះពួកគេកាន់តែឈួតវាបង្ហាញពីតម្លៃនៃថ្នាំទិព្វកាន់តែមានតម្លៃថ្លៃនៅពីក្រោយថ្នាំទិព្វគឺជាទ្រព្យសម្បត្តិដែលធ្វើឲ្យមនុស្សរាប់មិនអស់ហ៊ានប្រថុយជីវិតកូនស្រីមានតែរៀបការចូលត្រកូលលែងទើបអាចធានាថាពួកយើងមានសុវត្ថិភាពចង់ឲ្យខ្ញុំរៀបការជាមួយ Jacob ឬកូនគឺជាក្រុមគ្រួសារតែមួយគត់ដែលឪពុកមានរឿងរ៉ាវនៅរាត្រីនេះឪពុកនឹងមិនឲ្យវាកើតឡើងលើកូនទៀតទេកូនមិនអាចបដិសេធបានទេខ្ញុំស្លាប់ប្រសើរជាងរៀបការជាមួយបុរសម្នាក់នោះកូនពិតជាចង់សម្លាប់ឪពុកមែនតើនេះឬជាសុវត្ថិភាពដែលឪពុកអះអាងនោះឪពុកចង់បញ្ជូនកូនស្រីខ្លួនឯងទៅឲ្យសត្វព្រៃមែនទេឪពុកធ្វើបែបនេះដើម្បីការពារកូនគ្រាន់តែជាត្រកូលលែងតូចតាចមួយតើមានអ្វីអស្ចារ្យទៅតើអ្នកពិតជាគិតថាការរៀបការចូលត្រកូលលែងនឹងធ្វើឲ្យអ្នកមានសន្តិភាពចិត្តមែនឬតើអ្នកជានរណាតើអ្នកមានសិទ្ធិអ្វីមកនិយាយនៅទីនេះខ្ញុំជាអ្នកដែលបានសង្គ្រោះកូនស្រីរបស់អ្នកមិនមែនគ្រូសាលីនដូចដែលអ្នកហៅនោះទេតើអ្នកមិនគិតថាខ្ញុំមានសិទ្ធិទេនោះអើយគ្រូសាលីនជាគ្រូសាក្បាច់គុណដែលបានបន្តវេនរាប់រយឆ្នាំនៅសម័យសង្គ្រាមគ្រូសាលីនគឺជាកំពូលនៃអំណាចសូម្បីតែឥឡូវនេះបើទោះបីជាបដូរមកធ្វើជំនួញក៏ដោយក៏នៅតែជាគ្រូសាលំដាប់ទី1នៅ Rivergate ចុះឯងវិញឯងជានរណាអូគ្រូសាក្បាច់គុណទាំងនេះអាចគ្រប់គ្រងដោយកម្លាំងនៅក្នុងសម័យសង្គ្រាមបានពិតមែនប៉ុន្តែនៅក្នុងយុគសម័យនេះវាមានច្បាប់ច្រើនពេកហើយមានការរឹតបន្តឹងនៅគ្រប់ទីកន្លែងវាមិនដូចពីមុនទៀតទេក្រៅពីនេះគ្រូសាលីនឥឡូវនេះមានមេគ្រូសាដែលជាប់ចំណាត់ថ្នាក់លេខ10នៅក្នុងបញ្ជីកំពូលអ្នកជំនាញក្បាច់គុណឯងគ្រាន់តែជាកង្កែបក្នុងអណ្ដូងតើឯងដឹងអ្វីខ្លះអំពីភាពធំធេងនៃពិភពលោកនេះហើយឯងនៅហ៊ាននិយាយរឿងមិនសមហេតុផលនៅទីនេះទៀតបើគ្រូសាលីនមិនល្អទេតើអ្នកដែលមិនទាន់គ្រប់អាយុ30ឆ្នាំដូចជាឯងនឹងល្អជាងឬស្លាប់ទៅក្នុងពេលដែលអ្នកដឹងពីប្រវត្តិគ្រួសារលីនហើយហេតុអ្វីមិនជ្រើសរើសចាក់ចេញទៅខ្ញុំមិនចង់អូសទាញអ្នកឲ្យជាប់ពាក់ព័ន្ធនោះទេរឿងរ៉ាវនៅយប់នោះចាត់ទុកថាវាមិនដែលបានកើតឡើងចុះលុយដែលខ្ញុំឲ្យមិនគ្រប់គ្រាន់ទេបាទថ្លៃខ្ញុំមានន័យថាខ្ញុំនឹងទទួលខុសត្រូវចំពោះអ្នកអ្វីដែលខ្ញុំបាននិយាយជាមួយអ្នកនៅយប់នោះខ្ញុំនឹងតស៊ូឲ្យដល់ទីបំផុតខ្ញុំនឹងការពារអ្នកពិតជាមនុស្សដែលមិនចេះដឹងពីមេឃនិងដីអ្វីឡើយខ្ញុំសង្ឃឹមថាអ្នកនឹងមិនស្ដាយក្រោយទេ
យ៉ាអែតាអ្នកពិតជាបានសម្រេចចិត្តមែនទេខ្ញុំបានសម្រេចចិត្តហើយតើអ្នករំភើបទេតើអ្នកអាចមានចិត្តធ្ងន់ធ្ងរបានទេខ្ញុំគិតថាខ្ញុំមានចិត្តធ្ងន់ធ្ងរណាស់រិនហ្សងខ្ញុំប្រហែលជាចង់រៀបការជាមួយគាត់ប្រសិនបើខ្ញុំមានបុរសម្នាក់ដែលនៅក្បែរខ្ញុំបែបនេះប្រសិនបើអ្នកចង់ក្លាយជាអ្នកការពារខ្ញុំអ្នកត្រូវតែធ្វើឲ្យវាដល់ទីបំផុតប្រសិនបើអ្នកជ្រើសរើសស្នាក់នៅខ្ញុំនឹងប្រកាសទៅកាន់ Rivergate ទាំងមូលថាអ្នកគឺជាមិត្តប្រុសរបស់ខ្ញុំយល់ព្រមតើខ្ញុំអាចទេចាំសិនខ្ញុំមិនទាន់និយាយថានឹងធ្វើអ្វីនៅឡើយទេខ្ញុំក៏នឹងប្រកាសថាអ្នកនិងខ្ញុំបានដេកជាមួយគ្នានៅក្នុងសន្តាគាររួចហើយខ្ញុំដឹងថាអ្នកមិនមែនជាស្រីល្អទេខ្លាចមែនទេត្រកូល Lynch ឲ្យតម្លៃលើកេរ្តិ៍ឈ្មោះខ្ពស់ជាងអ្វីទាំងអស់ហើយប្រសិនបើអ្នកដេកជាមួយគូដណ្ដឹងរបស់លោក Lynch នោះត្រកូល Lynch នឹងបាត់បង់មុខមាត់អស់តើអ្នកគិតថាពួកគេនឹងដោះស្រាយជាមួយអ្នកយ៉ាងដូចម្តេចអព្រះឲ្យខ្ញុំត្រូវតែនិយាយថាស្ត្រីពិតជាខូខើណាស់តើអ្នកកំពុងតែព្យាយាមធ្វើឲ្យខ្ញុំស្លាប់មែនទេតើអ្នកមិនមែនជាមនុស្សដែលមិនខ្លាចអ្វីទាំងអស់មែនទេតាមផ្លូវខ្ញុំប្រហែលជាមិនអាចការពារអ្នកបានទេប្រសិនបើដឹងបែបនេះតើអ្នកនៅតែមានគម្រោងស្នាក់នៅទៀតមែនទេពិតណាស់តើអ្នកមិនទាន់បាននិយាយថាយើងធ្លាប់ដេកជាមួយគ្នាមែនទេនិយាយបានល្អណាស់ខ្ញុំចង់ឃើញថាតើអ្នកអាចទទួលខុសត្រូវលើរឿងនេះបានពិតមែនទេលោកឪពុកហៅកូនមកជួបមានរឿងអ្វីមែនទេកាដារីននាងមានអាការៈធូរស្រាលខ្លះហើយឬនៅនាងសម្រាប់នៅមន្ទីរពេទ្យមួយយប់ពេលនេះធូរស្រាលច្រើនហើយកាលពីយប់មិញមានចៅហ្វាយនីម្នាក់ស្លាប់នៅក្នុងព្រំប្រទល់ធ្វើឲ្យព្រំប្រទល់មានភាពវឹកវរមិនមែនគេនិយាយថាចៅហ្វាយនីមានសមត្ថភាពខ្លាំងក្លាហើយពិបាកសម្លាប់មែនទេគេនិយាយថានៅពេលចូលដល់កម្រិតចៅហ្វាយនីគេនឹងបង្កើតស្លាកជីវិតស្លាកនេះត្រូវបានគេរក្សាទុកដោយក្រុមគ្រួសារឬសាច់ញាតិជិតស្និទ្ធបំផុតដើម្បីតាមដានស្ថានភាពជីវិតរបស់ពួកគេគ្រប់ពេលនៅពេលស្លាកជីវិតបែកមានន័យថាចៅហ្វាយនីនោះបានស្លាប់បាត់បង់ជីវិតហើយតើលោកឪពុកមានន័យថាស្លាកជីវិតរបស់ចៅហ្វាយនីនោះបែកហើយឬមែនហើយគាត់មានឈ្មោះថា Fernando ហើយគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញយូរមកហើយការស្លាប់របស់គាត់ធ្វើឲ្យមានភាពចលាចលនៅក្នុងព្រំប្រទល់ឥឡូវនេះគ្រប់គ្នាសង្ស័យថាវាជាការងាររបស់មេគ្រូសាលីនអ្វី Fernando គឺជាចៅហ្វាយនីហើយមេគ្រូសាលីនក៏ជាចៅហ្វាយនីដែរតាមទ្រឹស្ដីពួកគេគួរតែមានកម្រិតប្រហាក់ប្រហែលគ្នាពួកគេមិនដូចគ្នាទេទោះបីជាពួកគេស្ថិតក្នុងកម្រិតចៅហ្វាយនីក៏ដោយក៏មេគ្រូសាលីនមានឥទ្ធិពលខ្លាំងជាងរឿងព្រេងនិទានថាមេគ្រូសាត្រកូលីនបានជាប់គាំងនៅកម្រិតកំពូលនៃថាមពលផ្ទៃក្នុងអស់រយៈពេលជាង20ឆ្នាំដោយមិនមានការវិវត្តដោយអស់សង្ឃឹមគាត់ក៏ចាកចេញពីត្រកូលីនដើម្បីធ្វើដំណើរជុំវិញពិភពលោកនិងស្វែងរកឱកាសដើម្បីឈានទៅមុខតើមានរឿងអ្វីបន្តទៀតនឹកស្មានមិនដល់ទេពេលដែលមេគ្រួសារត្រកូលីនត្រឡប់មកវិញបន្ទាប់ពីប៉ុន្មានឆ្នាំមកនេះគាត់បានឈានចូលដល់ឋានសួគ៌ហើយគាត់ថែមទាំងបានស្ទាត់ជំនាញក្បាច់គុនដ៏ខ្លាំងក្លាដែលធ្វើឲ្យគាត់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលខ្លាំងបំផុតក្នុងកម្រិតដូចគ្នាមេគ្រួសារត្រកូលីនខ្ញុំគិតថាឈ្មោះរបស់គាត់គឺ Philip មែនទេ Philip ហេតុអ្វីបានជាឈ្មោះនេះស្ដាប់ទៅហាក់ដូចជាយ៉ាងនេះ Philip ល្បីល្បាញពេញរដ្ឋ Southridge វាជារឿងធម្មតាទេដែលមនុស្សធម្មតាដូចអ្នកធ្លាប់ឮឈ្មោះគាត់ម្ដងកាលមែនហើយវាជារឿងធម្មតាទេដែលមិនចាំមនុស្សតូចតាចដូចជាគាត់បើតាមសម្ដីនេះនៅ Rivergate ទាំងមូលអ្នកដែលសម្លាប់ Fernando បានមានតែមេគ្រួសារត្រកូលីនទេកូនស្រីកូនរៀបចំខ្លួនទៅយប់នេះទៅចូលរួមពិធីជប់លៀងជាមួយឪពុកមេគ្រួសារត្រកូលីននិងមកបកស្រាយដោយផ្ទាល់ប្រសិនបើ Philip ខ្លាំងដល់ម្លឹងហើយមិនមែនជាអ្នកធ្វើតើហេតុអ្វីគាត់ត្រូវបកស្រាយព្រោះមានគេកំណត់ច្បាប់ថាអ្នកជំនាញលំដាប់ខ្ពស់មិនអាចចេញមុខបាននិយាយឲ្យងាយយល់គឺបើថ្នាក់លើស្ដីបន្ទោសមកទោះខ្លាំងដូចមេត្រកូលីនក៏មិនអាចទទួលខុសត្រូវរឿងនេះបានដែរទូរស័ព្ទរបស់ឪពុកអ្នកយប់នេះអ្នកត្រូវទៅជាមួយខ្ញុំហាចង់ញ៉ាំទំពាំងបាយជូរទេ
អ្នកញ៉ាំដូចជាមិនដែលបានញ៉ាំអីយូរមកហើយចឹងអ្នកនាង Cooper អ្នកមិនគិតថាគាត់គួរឲ្យចាប់អារម្មណ៍ទេខ្ញុំបានរឿងអ្នកច្រើនណាស់អ្នកនាង Cooper ខ្ញុំសូមដឹងគុណមួយកែវអ្នកនៅក្មេងណាស់អ្នកនាង Cooper ប៉ុន្តែអ្នកសម្រេចបានច្រើនម្ល៉េះថ្ងៃអនាគតរដ្ឋ Southridge ទាំងមូលនឹងមានកន្លែងសម្រាប់អ្នកសរសើរខ្ញុំខ្លាំងពេកហើយជេយ៉ូសោកស្ដាយណាស់សម្រាប់ពិធីជប់លៀងត្រកូលលេនថ្ងៃនេះយើងមានដំណឹងល្អមួយចង់ប្រកាសតោះទៅមិនដឹងថាអ្នកស្រីលេនរកខ្ញុំធ្វើអ្វីទេប្រកាសណាស់វាជារឿងដំណឹងល្អនៃការរៀបការរបស់អ្នកជាមួយ Jacob អ្នកទាំងអស់គ្នាថ្ងៃនេះក្នុងពិធីជប់លៀងត្រកូលលេនក្រៅពីរឿងរបស់លោកមេគ្រូសាយើងមានដំណឹងល្អមួយទៀតចង់ប្រកាសនោះគឺការរៀបការនាពេលខាងមុខរបស់អ្នកនាង Catherine និងកូនប្រុសខ្ញុំ Len Jenbeng បើ Catherine រៀបការជាមួយ Len Jenbeng នោះថ្នាំអម្តាក់នឹងធ្លាក់ទៅក្នុងដៃត្រកូលលេនជាមិនខានបើសិនត្រកូលលេនទទួលបានថ្នាំអម្តាក់នោះពួកគេនឹងក្លាយជាត្រកូលកំពូលមួយក្នុងរដ្ឋ Southridge ចាំមើលទៅបើលោកលេនមិនអាចរកពាក្យបកស្រាយសំហេតុផលបានទេយប់នេះត្រកូលលេនប្រកាសជាមិនរួចខ្លួនទេចៃដន្យណាស់ថ្ងៃនេះខ្ញុំក៏មានរឿងសំខាន់មួយចង់ប្រកាសប្រាប់អ្នកទាំងអស់គ្នាដែរខ្ញុំមានដំណឹងមួយចង់ប្រាប់អ្នកទាំងអស់គ្នាហេតុអ្វីបានជាខ្ញុំមានអារម្មណ៍មិនល្អយ៉ាងនេះលោកស្រីលីនខ្ញុំខ្លាចថាខ្ញុំមិនមានសំណាងបានរៀបការចូលត្រកូលលីនទេតើអ្នកកំពុងនិយាយអ្វីដោយសារតែខ្ញុំមានមិត្តប្រុសរួចហើយតើអ្នកចង់ឲ្យខ្ញុំស្លាប់មែនទេចុះយ៉ាងណាតើអ្នកខ្លាចមែនទេចុះយ៉ាងណាបើទោះជាអ្នកមានមិត្តប្រុសក៏អ្នកអាចបែកគ្នាបានដែរមិនអញ្ចឹងអ្នកនាងកូប៊ឺការស្រឡាញ់គ្នាមិនដូចនឹងការរៀបការទេមនុស្សគ្រប់គ្នាគួរតែឆ្ពោះទៅរកអ្វីដែលល្អជាងនេះត្រកូលលីនគឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នកមិនសមហេតុផលឆាប់ត្រឡប់មកវិញឥឡូវនេះវាជាជីវិតរបស់ខ្ញុំដូច្នេះខ្ញុំជាអ្នកសម្រេចចិត្តដោយខ្លួនឯងបើចង់ឲ្យខ្ញុំរៀបការជាមួយប្រុសខូចដូចជាកប់គុំសង្ឃឹមអ្នកនាងកូប៊ឺអ្នកគួរតែរកស្រីថ្មីឲ្យជាកប់ដែលគេព្រមរៀបការចូលត្រកូលអ្នកមានទៅពិតមាត់អ្នកទៅអ្នកគ្រាន់តែរកមនុស្សម្នាក់មកដើម្បីបន្លំភ្នែកតើអ្នកចង់ឲ្យខ្ញុំជឿថាវាជារឿងពិតមែនទេបន្លំភ្នែកប្រសិនបើគាត់គ្រាន់តែជាមនុស្សដែលខ្ញុំរកមកបន្លំភ្នែកតើអ្នកគិតថាខ្ញុំនឹងដេកជាមួយគាត់មែនទេតើអ្នកកំពុងនិយាយរឿងអីហ្នឹងខ្ញុំបានប្រាប់ហើយខ្ញុំនឹងយាយបានគេងជាមួយគ្នាហើយគ្រាន់តែពួកអ្នកមិនជឿប៉ុណ្ណោះម្យ៉ាងទៀតតើស្រីដូចខ្ញុំអាចយកកិត្តិយសខ្លួនឯងមកលេងសើចជាសាធារណៈបានយ៉ាងម៉េចទៅ Catherine អ្នកពិតជាសាហាវណាស់ប្រើខ្ញុំដើម្បីប្រមាថគ្រួសារលីនបែបនេះខ្ញុំខ្លាចថាគ្រួសារលីននឹងចង់ហែកខ្ញុំស៊ីទាំងរស់ហើយចាំខ្ញុំឲ្យលុយគាត់ខ្លះដើម្បីឲ្យគាត់ចេញទៅឆ្ងាយពេលគាត់ចេញពីតំបន់នេះគ្រួសារលីននឹងរកគាត់មិនឃើញទេនាងកូនស្រីអុកតាញ៉ូលោក Cooper គាត់គឺជាកូនស្រីបង្កើតរបស់អ្នកបើអ្នកវាគាត់តើអ្នកមិនឈឺចាប់ទេមនុស្សក្បត់តើឯងមានសិទ្ធិអ្វីមកជ្រៀតជ្រែករឿងគ្រួសារខ្ញុំមានចិត្តមេត្តាពេកហើយបើឯងជ្រៀតជ្រែករឿងគ្រួសារខ្ញុំម្ដងទៀតខ្ញុំនឹងសម្លាប់ឯងដំណោះស្រាយសាមញ្ញណាស់ខ្ញុំគ្រាន់តែសម្លាប់ឯងទៅកងការពារគ្រួសារលីននៅណាចាប់វាទៅមើលទៅថ្ងៃនេះបើមិនកាត់ដៃកាត់ជើងឯងទេគឺមិនបានទេចាត់ទុកថាជួយសង្គមចុះដើម្បីកុំឲ្យឯងទៅបង្កបញ្ហានៅថ្ងៃក្រោយអាហាកូនយ៉ាកបចប់ហើយសូមជួយរកវិធីសង្គ្រោះគាត់ផងតើខ្ញុំអាចធ្វើអ្វីបានវាពិតជាឈួតណាស់គាត់ពិតជាហ៊ានណាស់ហ៊ានបង្កបួរដល់ចាកុបនៅកណ្ដាលទីបែបនេះគាត់គឺជាចៅប្រុសសម្រាប់របស់លោកម្ចាស់ត្រកូលលីនតែវាក៏សប្បាយចិត្តមួយបែបដែរគោលបំណងរបស់ត្រកូលលីនគឺដើម្បីតែថ្នាំទឹកខ្ញុំនឹងផ្ដល់រូបមន្តថ្នាំទឹកឲ្យពួកគេដើម្បីដោះដូរជាមួយជីវិតរបស់យ៉ាអែលចាកុបមានឈ្មោះល្បីល្បាញដោយសារភាពអាក្រក់របស់គាត់នៅទីក្រុង Rivergate គាត់បានបំផ្លាញស្ត្រីជាច្រើនអ្នករួចមកហើយឥឡូវនេះវាដល់ពេលដែលត្រូវសង្កម្មពិតជាការសម្ដែងដ៏ល្អណាស់ម្នាក់នេះប្រហែលជាលែងអាចប្រើការបានទៀតហើយកូនប្រុសអ្នកមិនអីទេមនុស្សកំសាកហ៊ានធ្វើបាបកូនប្រុសរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងសងសឹកឲ្យកូនខ្ញុំដោយឈាមរបស់អ្នកមិនថាមានរឿងអ្វីកើតឡើងខ្ញុំនឹងយ៉ាអែនឹងប្រឈមមុខនឹងវាទាំងអស់គ្នា
ត្រកូលលីនចូលចិត្តធ្វើរឿងបែបនេះដាក់អ្នកដទៃខ្លាំងម្ល៉េះឬ Everett Harvard លោក Everett Harvard កុំចោទប្រកាន់ផ្ដេសផ្ដាសឲ្យសោះតើអ្នកចង់មានន័យថាយ៉ាងម៉េចដែលថាយើងកាន់អំណាចគឺកូនប្រុសរបស់អ្នកទេដែលព្យាយាមសម្លាប់គេមុនក្មេងនោះគ្រាន់តែការពារខ្លួនតែប៉ុណ្ណោះតើអ្នកចង់ឲ្យគេឈរឲ្យគេសម្លាប់ឬយ៉ាងម៉េចបើអ្នកចង់សម្លាប់គេអ្នកត្រូវតែត្រៀមខ្លួនសម្រាប់លទ្ធផលដែលនឹងកើតឡើងមកវិញការដែលទុកជីវិតឲ្យជាកុបបង្ហាញថាគាត់ពិតជាមានចិត្តមេត្តាតើនេះជាការបង្កចំនួនមែនទេការដែលពួកគេមានអរិភាពជាមួយគ្រូសាលីនពួកគេមិនចង់ឲ្យថ្នាំទេពធ្លាក់ទៅក្នុងដៃគ្រូសាលីនទេអ្នកជំនាញកម្រិតខ្ពស់ដែលព្យាយាមធ្វើឃាត Catherine កាលពីលើកមុនគឺទំនងជាពួកគេជាអ្នកបញ្ជូនមក Everett Harvard តានិយាយ Stone ហ៊ានមកប្រមាថគ្រូសាលីនដល់ទីនេះឬតើអ្នកចង់ស្លាប់មែនទេកុំនិយាយពាក្យសម្ដីធ្ងន់ពេកយើងគ្រាន់តែមើលមិនឃើញពីរបៀបធ្វើការរបស់គ្រូសាលីនទើបយើងចេញមុខនិយាយការពិតប៉ុណ្ណោះអ្នកវាក្មេងឲ្យរបួសហើយក៏នាំចាស់ចេញមកដែរគេថាជេកុបគឺជាចៅប្រុសសំណប់ចិត្តរបស់លីនផូជុនវាពិតជាសមនឹងពាក្យគេថាកូនខ្លាត្រូវតែដូចខ្លាមែនពិតជាមិនខុសគ្នាឡើយតើអ្នកចង់មានន័យថាយ៉ាងម៉េចតើយើងអាចមានន័យថាយ៉ាងម៉េចទៀតថ្នាក់លើបានដាក់ក្បួនវិន័យក្នុងយុទ្ធភពយូរមកហើយថាអ្នកជំនាញកម្រិតខ្ពស់មិនអាចជ្រៀតជ្រែកបានទេលីនផូជុនដោយសារតែអំណាចរបស់ខ្លួនឯងគាត់គ្មានច្បាប់ទម្លាប់អ្វីទាំងអស់ហ៊ានសម្លាប់គ្រូហ្វឹកហាត់ Fernando យប់នេះក្មេងនោះមិនពេញចិត្តអ្វីមួយក៏ព្យាយាមសម្លាប់គេនិងបង្ខំឲ្យរៀបការនេះមិនមែនជាការគៀបសង្កត់មនុស្សស្លូតត្រង់មែនទេអ្នកជំនាញកម្រិតខ្ពស់នេះមិនមែនត្រូវសម្លាប់ដោយមេគ្រូសាទេនៅក្នុងតំបន់ទាំងមូលតើអ្នកណាខ្លះមិនដឹងថាមានតែលីនផូជុនម្នាក់ប៉ុណ្ណោះដែលពូកែអាចសម្លាប់អ្នកជំនាញកម្រិតខ្ពស់បានគ្រាន់តែមាននរណាម្នាក់ពីត្រកូល Lanches ឈានដល់អាណាចក្រដែលហួសពីធម្មតាតើមានន័យថាពួកគេអាចធ្វើអ្វីតាមចិត្តបានមែនទេប្រសិនបើត្រកូល Lanches មិនអាចពន្យល់រឿងនេះឲ្យច្បាស់នៅយប់នេះយើងនឹងចង់សួរអ្នកខាងលើថាតើមហាគ្រូដែលហួសពីធម្មតាផ្សេងទៀតអាចធ្វើតាមគំរូរបស់ Philip បានដែរឬទេដូច្នេះហើយបានជាអ្នកមកត្រកូល Lanches ថ្ងៃនេះគ្រាន់តែដើម្បីប្រើការស្លាប់របស់ Fernando ដើម្បីបង្កជារឿងរ៉ាវដ៏ធំមួយតើអាចទៅរួចទេដែល Fernando ត្រូវបានសម្លាប់ដោយមេគ្រូសាពិតមែនអ្នកកំពុងនិយាយរឿងអ្វី Fernando មានថាមពលខាងក្នុងខ្លាំងណាស់ទោះបីគាត់មិនមែនជាគូប្រជែងរបស់មេគ្រួសារក៏ដោយក៏ការរត់គេចខ្លួនគឺជាការងាយស្រួលបំផុតសម្រាប់គាត់តើអ្នកអាចឈប់អួតខ្លួនឯងបានទេខ្ញុំបានទទួលការវាយប្រហារផ្ទាល់ពី Fernando ដូច្នេះខ្ញុំដឹងយ៉ាងច្បាស់ថាថាមពលខាងក្នុងរបស់គាត់ខ្លាំងប៉ុណ្ណាតើវានឹងធ្វើឲ្យអ្នកស្លាប់មែនទេបើអ្នកឈប់អួតបន្តិចនោះ Philip មិនគោរពច្បាប់ទេខ្ញុំចង់ឃើញថាគ្រួសារ Lanches នឹងពន្យល់រឿងនេះយ៉ាងដូចម្ដេចនៅពេលដែលអ្នកខាងលើរក្សាយុត្តិធម៌តើអ្នកមានភស្តុតាងអ្វីអ្នកណាដែលមានភ្នែកក៏អាចមើលឃើញដែរពួកគេគ្រាន់តែខ្លាចអំណាចរបស់ត្រកូល Lanches ហើយមិនហ៊ាននិយាយអំពីវាអ្នកផ្សេងទៀតអាចខ្លាចត្រកូល Lanches ប៉ុន្តែខ្ញុំ Everett Howard មិនខ្លាចទេយប់នេះត្រកូល Lanches រៀបចំពិធីជប់លៀងនេះដើម្បីឲ្យ Philip ជំរះឈ្មោះរបស់គាត់មែនទេតើ Philip ណែណាតើគាត់ខ្លាចពេកមិនហ៊ានបង្ហាញមុខមែនទេអ្នកណាដែលកំពុងរកខ្ញុំតើនរណាកំពុងស្វែងរកខ្ញុំ Rowan Johnson តើមនុស្សធំដូចគាត់មកធ្វើអ្វីនៅ Rivergate លោកលីតើអ្នកស្គាល់អ្នកដែលនៅក្បែរលោកម្ចាស់ Lanch ដែរឬទេកាលពីមុនខ្ញុំធ្លាប់មានកិត្តិយសបានញ៉ាំអាហារជាមួយបុគ្គលសំខាន់ម្នាក់និងលោកម្ចាស់ Lanch ព្រមទាំងលោក Johnson កុំសួរច្រើនពេកគ្រាន់តែចាំថាប្រវត្តិរបស់លោក Johnson គឺពិតជាគួរឲ្យខ្លាចណាស់តើអ្នកមែនទេដែលហៅខ្ញុំមិញនេះលោក Lanch តាក់ទងនឹងការស្លាប់របស់ Fernando តើអ្នកមិនគួរចេញមកពន្យល់បន្តិចទេតើអ្នកគិតថាអ្នកជានរណាដែលហ៊ានទាមទារឲ្យខ្ញុំពន្យល់ពិតជាមនុស្សចាស់ដែលគួរឲ្យរំខានមែនចុះនោះមានន័យថាអ្នកពិតជាស្គាល់លោកម្ចាស់ Lanch មែនទេប្រាកដណាស់កាលពីមុនពេលខ្ញុំចាក់ចេញខ្ញុំបានណែនាំគាត់ពីរបៀបក្បាច់ហើយលើសពីនេះទៅទៀតខ្ញុំថែមទាំងឲ្យសៀវភៅបច្ចេកទេសសម្ងាត់ដល់គាត់ទៀតផងគាត់ពិតជាមានទេពកោសល្យខាងការហ្វឹកហាត់មែនមិននឹកស្មានថាគាត់អាចទម្លុះដល់កម្រិត Transcendent នោះទេគួរឲ្យអាណិតណាស់ការយល់ដឹងរបស់មនុស្សចាស់ម្នាក់នេះគឺមានកម្រិតខ្លាំងណាស់អូឈប់និយាយទៅលោកម្ចាស់ Lanch គឺជាបុគ្គលដ៏អស្ចារ្យតើអ្នកហ៊ាននិយាយលេងសើចអំពីគាត់បែបនេះដោយរបៀបណាម្ចាស់ឲ្យតើអ្នកមានបញ្ហាអ្វីខ្ញុំមិនអីទេយីយ៉ាវខ្ញុំចាប់អារម្មណ៍ពីវិធីដែលអ្នកនិយាយអួតក្តាញ់ទាំងមុខមាត់ស្ងៀមស្ងាត់បែបនេះគួរឲ្យស្រឡាញ់ណាស់កុំលេងសើចអី
មែនទេយីយ៉ាលមានរឿងខ្លះដែលអ្នកមិនគួរនិយាយទេប្រយ័ត្នមាត់ផងអ្នកអាចឈប់បង្ករឿងបានទេអ្នកទើបតែមកដល់ត្រកូលលីនហើយអ្នកក៏បានធ្វើឲ្យជេកុបខូចជើងឥឡូវនេះអ្នកកំពុងតែប្រមាថដល់មេគ្រូសាលីនតើអ្នកចង់ស្លាប់មែនទេតើអ្នកអាចបន្ទោសខ្ញុំបានឬអ្នកជាអ្នកដែលរុញខ្ញុំឲ្យទៅរកគ្រោះថ្នាក់យ៉ាងណាមិញត្រកូលលីនក៏ចង់សម្លាប់ខ្ញុំដែរដូច្នេះខ្ញុំគួរតែវាយប្រហារមុនហើយក៏ជួយអ្នកឲ្យរួចផុតពីអាជេកនោះដើម្បីកុំឲ្យវាមកយាយីអ្នកទៀតប្រសិនបើអ្នកមិនព្រមដកដៃចេញទេខ្ញុំនឹងកាត់វាចោលតើអ្នកមិនគួរអរគុណខ្ញុំទេអ្នកគិតគ្រប់យ៉ាងបានល្អណាស់ប៉ុន្តែឥឡូវអ្នកគួរតែគិតច្បាស់ថាតើអ្នកនឹងធ្វើបែបណាដើម្បីរស់នៅឲ្យផុតពីដៃរបស់ត្រកូលលីនតើអ្នកមិននៅទីនេះដើម្បីការពារខ្ញុំទេយីយ៉ាល់អាកប្បកិរិយារបស់អ្នកឥឡូវនេះពិតជាគ្មានការអៀនខ្មាស់ទាល់តែសោះអ្វីទៅតើបុរសនេះហេតុអ្វីបានជាមកបង្ហាញខ្លួននៅត្រកូលលីនមិនបានទេខ្ញុំត្រូវតែទៅជួបគាត់ដោយផ្ទាល់បើមិនដូច្នេះទេបើគាត់ខឹងគាត់អាចនឹងសម្លាប់អ្នកទាំងអស់នៅក្នុងត្រកូលលីនចោលទាំងអស់លោកម្ចាស់លោកត្រូវតែស្វែងរកយុត្តិធម៌ឲ្យចាស់កុបក្នុងនាមជាសមាជិកត្រកូលលីនតើអ្នកអាចយំនៅចំពោះមុខមនុស្សច្រើនបែបនេះបានដោយរបៀបណាគួរឲ្យអាម៉ាស់ណាស់បុរសនេះពិតជាមិនអាចគ្រប់គ្រងបានឡើយថ្ងៃនេះគាត់ថែមទាំងបានធ្វើឲ្យចាស់កុបពិការនៅឯពិធីជប់លៀងទៀតហើយថែមទាំងហ៊ាននិយាយថាគាត់នឹងផ្ដល់ការពន្យល់ដល់ត្រកូលលីនទៀតផងតាមពាក្យអ៊ីចាមារ៉ាមព្រឹទ្ធាចារ្យត្រកូលលីនគឺជាអ្នកការពារដ៏កាចសាហាវចាប់តាំងពីចាស់កុបជាចៅដែលគាត់ស្រឡាញ់បំផុតហើយឥឡូវនេះត្រូវបានគេធ្វើឲ្យពិការខ្ញុំខ្លាចថាព្រឹទ្ធាចារ្យនឹងខឹងខ្លាំងរហូតដល់សម្លាប់យាយចោលអ្នកពិតជាធ្វើអ្វីដោយមិនគិតមែនការធ្វើឲ្យចាស់កុបពិការប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អប៉ុន្តែឥឡូវនេះអ្នកត្រូវប្រឈមមុខនឹងផលវិបាកហើយចាំមើលថាអ្នកនឹងធ្វើអ្វីបន្តទៀតចប់ហើយព្រឹទ្ធាចារ្យត្រកូលលីនគឺជាមហាបរិសុទ្ធក្នុងរឿងព្រេងនិទានការសម្លាប់យាយគឺជារឿងតូចតាចសម្រាប់គាត់នៅស្ងៀមកុំគិតថាខ្ញុំមិនដឹងចាស់កុបបានប្រើអំណាចរបស់ត្រកូលលីនដើម្បីបំផិតបំភ័យអ្នកដទៃនិងកេងប្រវ័ញ្ចអ្នកទុនខ្សោយថ្ងៃនេះការបញ្ចប់របស់គាត់គឺជាកម្មផលគាត់បានសាងវាដោយខ្លួនឯងលោកម្ចាស់អ្នកកំពុងតែនិយាយអ្វីជេកុបគឺជាចៅសំណប់របស់អ្នកបើមិនមែនដោយសារតែអ្នកតាមចិត្តគេខ្លាំងពេករហូតដល់បណ្ដោយគេបែបនេះទេតើគេអាចក្លាយជាមនុស្សអាក្រក់ដូចសពថ្ងៃនេះបានយ៉ាងម៉េចតែឈប់និយាយទៅខ្ញុំនិងហ្វឺណាន់ដូទើបតែជួបគ្នាពីរបីដងប៉ុណ្ណោះទោះបីជាយើងមិនមែនជាមិត្តភក្តិក៏ដោយប៉ុន្តែខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគាត់ខ្ញុំលីនភោជុននិយាយអ្វីហើយគឺធ្វើតាមនោះហ៊ានធ្វើហ៊ានទទួលការស្លាប់របស់ហ្វឺណាន់ដូគឺមិនពាក់ព័ន្ធអ្វីជាមួយខ្ញុំបន្តិចសោះឡើយក្រៅពីអ្នកតើនៅមានអ្នកណាទៀតដែលមានសមត្ថភាពអាចសម្លាប់មេក្បាច់គុណបានលើភ្នំនៅមានភ្នំខ្ពស់ជាងនេះប្រហែលជាហ្វឺណាន់ដូបានជួបនឹងនរណាម្នាក់ដែលមានអំណាចខ្លាំងជាងនេះក៏មិនអាចដឹងបានដែររាល់ពេលដែលមេក្បាច់គុណចេញដៃគឺត្រូវតែមានហេតុផលពួកអ្នកម្នាក់ចេះតែចោទប្រកាន់ខ្ញុំថាបានសម្លាប់ហ្វឺណាន់ដូអញ្ចឹងប្រាប់ខ្ញុំមកមូលហេតុរបស់ខ្ញុំគឺអ្វីលោកម្ចាស់លីនអ្នកចង់និយាយអ្វីក៏និយាយទៅដល់ពេលនេះហើយពួកយើងទាំងអស់គ្នាក៏គ្មានអ្នកណាអាចធ្វើអ្វីអ្នកបានដែរចាំសិនរឿងនេះខ្ញុំអាចធានាជំនួសលោកលីនបានលោកម្ចាស់សិនយើងបានពិភាក្សារឿងសំខាន់នៃពិភពក្បាច់គុណជាមួយលីងសុងគ្រូពេរហូតតតែព័ត៌មាននៃការស្លាប់របស់ហ្វេណានដូបានសាយភីយើងក៏ប្រញាប់ទៅទន្លេកេតភ្លាមតើគាត់អាចមានឱកាសបង្ហាញខ្លួនដោយរបៀបណាណែតើបុរសចំណាស់ម្នាក់នេះជានរណាសូម្បីតែលោកចិនសុនក៏ក្រោកឈរឡើងដើម្បីជំរះឈ្មោះឲ្យលោកម្ចាស់លីងដែរខ្ញុំខ្លាចថារឿងនេះមិនពាក់ព័ន្ធអ្វីជាមួយលោកម្ចាស់លីងនោះទេលីតើលោកចិនសុនម្នាក់នេះមានប្រវត្តិខ្លាំងក្លាមែនទេមេក្បាច់គុណមានថាមពលគ្រប់ប្រភេទមនុស្សធម្មតាមិនអាចប្រៀបផ្ទឹមជាមួយពួកគេបានទេបើមិនគ្រប់គ្រងក្រុមមនុស្សទាំងនេះទេតើពិភពលោកមិនធ្លាក់ក្នុងភាពវឹកវរទេពិតមែនហើយដូច្នេះហើយបានជាប្រទេសបង្កើតសម្ព័ន្ធក្បាច់គុណឡើងដើម្បីទប់ស្កាត់អ្នកក្បាច់គុណទុច្ចរិតរ៉ូវ៉ាន់ចិនសុនគឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងសម្ព័ន្ធនេះសូម្បីតែអ្នកនៅក្នុងវិស័យអរិយធម៌ក៏ត្រូវគោរពគាត់ដែរខ្ញុំយល់ហើយពិតជាអស្ចារ្យណាស់មិននឹកស្មានថាពិភពលោកដែលយើងរស់នៅមានរឿងអាថ៌កំបាំងបែបនេះមិននឹកស្មានថាលោកម្ចាស់លីងថែមទាំងអាចអញ្ជើញមនុស្សសំខាន់ដូចជារ៉ូវ៉ាន់ចិនសុនមកជួយគាត់មើលទៅលើកនេះយើងចាញ់ហើយដោយសារវាជាការយល់ច្រឡំពួកយើងសុំលាទៅវិញហើយចុះពួកយើងវិញតើយើងគួរទៅដែរឬទេដោយសារតែលោកម្ចាស់មិនធ្វើអ្វីសោះក្នុងនាមជាម្ដាយខ្ញុំនឹងរកយុត្តិធម៌ឲ្យគាត់ដរាបណាខ្ញុំនៅរស់គ្មានអ្នកណាមានសិទ្ធិមកបញ្ជាអ្នកដទៃឡើយលោកម្ចាស់មនុស្សម្នាក់នេះបានវាយធ្វើបាបលោកចាស់គប់យ៉ាងធ្ងន់ធ្ងរនៅចំពោះមុខអ្នកទាំងអស់គ្នាតើយើងអាចឲ្យគាត់រួចខ្លួនយ៉ាងនេះបានដោយរបៀបណា
បើថ្ងៃនេះយើងពិតជាបណ្ដោយឲ្យពួកគេទៅមែនតើត្រកូលលីនរបស់យើងនឹងរក្សាអំណាចយ៉ាងដូចម្តេចទៅអ្នកចូលចេញមកក្រៅជាមួយខ្ញុំបន្តិចលោកម្ចាស់យ៉ាគាត់ធ្វើអ្វីដោយចិត្តក្តៅក្រហាយទើបបានជាធ្វើខុសសូមលោកម្ចាស់មេត្តាអភ័យទោសឲ្យគាត់ផងខ្ញុំគ្រាន់តែចង់ហៅគាត់ចេញមកក្រៅដើម្បីសួរនាំរឿងរ៉ាវពិតប្រាកដបើលោកចាកុកពិតជាខុសមែនខ្ញុំនឹងមិនការពារគាត់ឡើយទៅជាមួយខ្ញុំអាមនុស្សកំផិតចាំមើលទៅចុះថាខ្ញុំនឹងដោះស្រាយជាមួយអ្នកយ៉ាងដូចម្តេចកុំបារម្ភអីអាមនុស្សកំផិតរហ័សសារភាពកំហុសរបស់ឯងប្រាប់លោកម្ចាស់មកលោកជូនសូមគោរពលោកម្ចាស់សូមគោរពជំរាបសួរលោកចាងលោកចាងតើលោកកំពុងធ្វើអ្វីស្ងាត់ទៅលោកចាស់ខ្ញុំស្មានតែលោកជាមនុស្សសំខាន់រហូតដល់ភ្លេចខ្ញុំទៅហើយខ្ញុំហ៊ានភ្លេចការណែនាំរបស់លោកចាងយ៉ាងម៉េចទៅបើគ្មានលោកចាងទេខ្ញុំប្រហែលជាមិនអាចឈានដល់កម្រិតនេះឡើយល្អក្រោកឡើងលោកចាស់យ៉ាងហោចណាស់លោកក៏នៅដឹងខុសត្រូវដែរបើមិនដូច្នោះទេត្រកូលលីនរបស់លោកក៏មិនចាំបាច់មានទៀតដែរខ្ញុំមិនដែលភ្លេចការបង្រៀនរបស់លោកចាងឡើយហើយខ្ញុំក៏មិនដែលប្រើអំណាចដើម្បីសង្កត់សង្កិនអ្នកដទៃដែរបានហើយខ្ញុំយ៉ាវសូមគោរពលោកចិនសុនអាល្អិត5 ឆ្នាំហើយមែនទេដែលយើងមិនបានជួបគ្នាវាគ្រូរបស់លោកថាមិនទាន់អាយុ30ឆ្នាំផងលោកបានចូលដល់កម្រិតភាពធម្មជាតិហើយអ្វីលោកចិនសុនតើលោកពិតជាចូលដល់កម្រិតភាពធម្មជាតិមែនឬសំណាងទេទើបតែចង់ណែនាំឲ្យស្គាល់គ្នាមិននឹកស្មានថាស្គាល់គ្នាស្រាប់ទៅហើយខ្ញុំនឹងយ៉ាវស្គាល់គ្នាជាយូរណាស់មកហើយគ្រូរបស់គាត់ក៏ជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកទាំង5នាក់នៃសម្ព័ន្ធនេះដែរដោយសារតែគ្មានការងារអ្វីទៀតខ្ញុំសូមលាទៅវិញហើយកុំភ្លេចជួយផ្ដាំសួរសុខទុក្ខគ្រូរបស់អ្នកជំនួសខ្ញុំផងណាលោកកុំបារម្ភអីលោកតាប្រាប់ចៅប្រុសរបស់លោកទៅថាចាប់ពីពេលនេះទៅកុំមកពាក់ព័ន្ធនឹងប្រពន្ធខ្ញុំទៀតប្រសិនបើនាងនៅតែត្រូវបានគេយាយីខ្ញុំនឹងមិនទុកមុខឲ្យនរណាទាំងអស់ខ្ញុំសូមលាទៅហើយសូមកុំបារម្ភលោកចន់ខ្ញុំពិតជាសុំទោសដែលលោកបានឃើញរឿងទាំងអស់នេះនៅពីក្រោមវិស័យធម្មជាតិមនុស្សគ្រប់រូបគ្រាន់តែជាស្រមោចប៉ុណ្ណោះការដែលអ្នកអាចទ្រាំទ្របានយូរដល់ម្លឹងនៅចំពោះមុខគាត់គឺជារឿងដ៏អស្ចារ្យណាស់ក្មេងម្នាក់នេះកាន់តែមានភាពគួរឲ្យចាប់អារម្មណ៍ទៅមិត្តចាស់ចាំមើលទៅមិនយូរទៀតទេសិស្សរបស់អ្នកនឹងឈានមុខអ្នកហើយអ្នកទាំងអស់គ្នាបានអ្វីដែលលោកចន់និយាយហើយមែនទេបាទចាស់យើងបាននៅយើងប្រកាសជាតាមដានក្មេងម្នាក់នោះឲ្យបានល្អមូលហេតុដែលលោកចន់ទុកជីវិតគាត់គឺដោយសារតែផ្ដល់កិត្តិយសដល់ខ្ញុំតើលោកចន់ជានរណាទៅអ្វីដែលមិនគួរដឹងកុំចង់ដឹងអីពួកអ្នកគ្រាន់តែដឹងថាបើគាត់ចង់គាត់អាចកំទេចគ្រួសារយើងបានក្នុងមួយប៉ព្រិចភ្នែកកុំបន្ទោសខ្ញុំដែលមិនបានព្រមានអ្នកបើក្មេងនោះនៅតែធ្វើអំពើអាក្រក់ខ្ញុំនឹងបញ្ចប់ជីវិតគាត់ដោយខ្លួនឯងដើម្បីកុំឲ្យខូចឈ្មោះគ្រួសារយើងរាប់រយឆ្នាំសំណាងហើយដែលលោកលីនមានចិត្តធម៌ទើបលោកដឹងរឿងនេះហើយមិនប្រកាន់ទោសអ្នកបើមិនដូច្នេះទេតើអ្នកអាចចេញពីផ្ទះត្រកូលលីនដោយមានជីវិតរស់បានយ៉ាងម៉េចតាមសម្ដីរបស់អ្នកតើខ្ញុំគួរតែអរគុណលោកហ្វីលីបមែនទេជិកពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនតើជីវិតអ្នកមិនមានតម្លៃអ្វីសោះសម្រាប់អ្នកមែនទេតើអ្នកបារម្ភពីខ្ញុំមែនទេឈប់បន្ទោសជិកទៅគាត់គ្រាន់តែចង់ជួយអ្នកតែប៉ុណ្ណោះអ្នកតូចនេះតើអ្នកឈរខាងណាលោកហ្វីលីបមិនមែនជាមនុស្សចិត្តល្អបែបនេះទេតើអ្នកមានន័យដូចម្តេចនៅពេលនរណាម្នាក់ឈានចូលដល់ឋានសួគ៌ហើយក្លាយជាគ្រូកង្វល់ពួកគេមានអំណាចខ្លាំងក្លាណាស់
ប្រសិនបើគាត់គ្រាន់តែចង់និយាយហេតុផលជាមួយអ្នកនោះសម្រាប់មនុស្សម្នាក់ដូចគាត់ដែលបានលះបង់ពេលវេលានិងកម្លាំងយ៉ាងច្រើនដើម្បីបណ្ដុះអំណាចនោះវានឹងគ្មានន័យអ្វីទាំងអស់បើតាមសម្ដីរបស់អ្នកបើលោកលីនមិនមែនជាមនុស្សសមហេតុផលទេហេតុអ្វីបានជាគាត់ចិត្តល្អចំពោះអ្នកម្លេះប្រហែលជាដោយសារតែខ្ញុំខ្លាំងជាងទើបគាត់មិនអាចយកឈ្នះខ្ញុំបានហើយគ្មានជំរឿអ្វីក្រៅពីនិយាយហេតុផលជាមួយខ្ញុំនោះទេលោកប៉ាតើអាយ៉ៃនោះស្លាប់ហើយឬនៅមនុស្សអាក្រក់តើអ្នកដឹងទេថាអ្នកស្ទើរតែបំផ្លាញមរតកដែលគ្រួសារលីនបានសាងសង់រាប់រយឆ្នាំមកនេះអូបញ្ឈប់ទៅកុំខឹងខ្លាំងពេកអីយ៉ាងហោចណាស់ជាកុបក៏ជាកូនប្រុសរបស់អ្នកដែរមកញ៉ាំម៉ាផ្លែប៉ោមទៅដើម្បីឲ្យអារម្មណ៍ធូរស្រាលខ្ញុំមិនចង់ញ៉ាំម៉ាផ្លែប៉ោមទេខ្ញុំបានព្រមានអ្នកម្ដងហើយម្ដងទៀតកុំឲ្យដើរធ្វើរឿងស្អីដែលគួរឲ្យខ្មាស់អៀនបែបនេះនៅខាងក្រៅទៀតតែអ្នកស្ដាប់សម្ដីខ្ញុំចូលត្រចៀកមួយខាងហើយចេញមួយខាងឬយ៉ាងណាគ្រប់គ្រាន់ហើយក្មេងម្នាក់នោះហើយជាអ្នកដែលធ្វើឲ្យជាកុបបែបនេះហេតុអ្វីបានជាអ្នកស្ដីបន្ទោសតែគាត់បើអ្នកខឹងសុំទៅដោះស្រាយជាមួយក្មេងម្នាក់នោះទៅតើអ្នកមិនឃើញទេថាមេគ្រួសារខ្លាចគាត់ខ្លាំងកម្រិតណាតើអ្នកគិតថាខ្ញុំហ៊ានទៅរកគាត់មែនទេតើអ្នកចង់ឲ្យខ្ញុំស្លាប់មែនទេជាកុបកូនឲ្យម៉ាក់គិតថាយើងគួរតែឈប់រឿងនេះទៅចុះជាមួយនឹងឋានៈរបស់យាយគ្រួសារលីនរបស់យើងមិនអាចធ្វើឲ្យគាត់ខឹងបានទេខ្ញុំព្រមានអ្នកបើអ្នកហ៊ានទៅធ្វើបាបខេតធេរីនម្ដងទៀតមិនចាំបាច់ដល់ដៃមេគ្រួសារទេក្នុងនាមជាឪពុកខ្ញុំនឹងសម្លាប់អ្នកដោយដៃខ្ញុំផ្ទាល់តោះទៅអ្នកអាចនឹងខ្លាចគាត់ប៉ុន្តែខ្ញុំមិនខ្លាចទេគួរឲ្យចាប់អារម្មណ៍ណាស់មិននឹកស្មានថាមាននរណាម្នាក់នៅ Rivergate ដែលគ្រួសារ Lynch ខ្លាចនោះទេថ្នាំអាយុវឌ្ឍនៈអាចពន្យាភាពចាស់បានថ្នាំដ៏អស្ចារ្យនោះមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាតំណាងឲ្យទ្រព្យសម្បត្តិរាប់ពាន់លានខ្ញុំមិនខ្វល់ថាអ្នកប្រើវិធីអ្វីទេអ្នកត្រូវតែយកវាឲ្យបានលោក Jacob ខ្ញុំនឹងឲ្យអ្នកយាមស្រមោលរបស់ខ្ញុំមកជួយអ្នកក្នុងនាមជាកម្ពុជាមេម្ចាស់ក្បាច់គុណលំដាប់ទី5គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយជាមួយអ្នកប្រយុទ្ធធម្មតានៅក្នុងពិភព Transcendental កុំបារម្ភខ្ញុំនឹងទៅដល់ទីនោះឆាប់នេះលោក Lowell បើអ្នកធ្វើខូចការនេះខ្ញុំនឹងកាត់អ្នកឲ្យឆ្កែស៊ីផ្ទាល់ដៃលោក Lowell សូមកុំបារម្ភខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីទទួលបានថ្នាំនោះពេលរួចរាល់ខ្ញុំនឹងរក្សាពាក្យសន្យារបស់ខ្ញុំហើយជួយអ្នកឲ្យក្លាយជាប្រធានបន្ទាប់របស់គ្រួសារ Lynch ស្ដាប់ឲ្យច្បាស់យាវគ្រួសារ Lynch ប្រហែលជាមិនហ៊ានប្រមាថអ្នកទេប៉ុន្តែគ្រួសារ Lowell មកពីទីក្រុងនឹងប្រមាថអ្នកឲ្យមើលពេលអ្នកស្ងាត់អ្នកមើលទៅគួរឲ្យស្រឡាញ់ណាស់អ្នកគឺជាកូនចៅត្រកូល Lowell ប៉ុន្តែអ្នកមានផ្ទៃពោះមុនរៀបការអ្នកធ្វើឲ្យខូចកេរ្តិ៍ឈ្មោះគ្រួសារហើយធ្វើឲ្យត្រកូល Lowell ទាំងមូលក្លាយជាអ្នកសើចចំអកក្នុងរាជធានីខ្ញុំបានកាប់ផ្តាច់ទំនាក់ទំនងជាមួយត្រកូល Lowell ហើយរស់នៅដោយលាក់ខ្លួនហេតុអ្វីអ្នកនៅតែព្យាយាមកម្ចាត់យើងចោលខ្ញុំគ្មានជំរឿទេលោកយាយបានបញ្ជូនខ្ញុំឲ្យមកសម្អាតផ្ទះនេះថ្ងៃនេះខ្ញុំនឹងប្រើជីវិតរបស់មនុស្សគ្រប់គ្នានៅត្រកូល Lowell ទីនេះដើម្បីឲ្យអ្នកដទៃដឹងពីអ្វីដែលនឹងកើតឡើងប្រសិនបើអ្នកក្បត់ត្រកូល Lowell អ្នកគួរតែអរគុណខ្ញុំដែលបានកម្ចាត់ត្រកូល Jones ចោលដើម្បីឲ្យអ្នកមិនមានអារម្មណ៍ឯកោនៅលើផ្លូវទៅកាន់ជីវិតក្រោយវាបានកន្លងផុតទៅជាច្រើនឆ្នាំហើយខ្ញុំមិនដឹងថាត្រកូល Lowell នៅចាំខ្ញុំដែរឬអត់សម្រាប់អ្វីដែលអ្នកបានធ្វើចំពោះម្ដាយរបស់ខ្ញុំនៅពេលនោះខ្ញុំនឹងសងអ្នកវិញ100ដងខ្ញុំនឹងជួយអ្នកឲ្យដោះស្រាយបញ្ហានៅជុំវិញខ្លួនអ្នកឲ្យបានឆាប់បំផុតបន្ទាប់មកខ្ញុំនឹងទៅរាជធានីដើម្បីសងសឹកសូម្បីតែគ្រួសារធំទាំង3រួមបញ្ចូលគ្នាក៏មិនមែនជាគូប្រជែងរបស់គ្រួសារលីនដែរ
គ្រូសាលីនមានមេក្បាច់គុណនៅខាងពួកគេបើពួកគេមានទ្រព្យសម្បត្តិរាប់ពាន់លានបន្ថែមទៀតគ្រាន់តែគិតក៏គួរឲ្យខ្លាចដែរដរាបណាឆេងគឺស៊ីននៅរស់ការធ្វើឃាតដោយគ្រួសារធំទាំង3នឹងមិនអាចឈប់បានឡើយហាក់ដូចជាខ្ញុំទីត្រូវហើយតើអ្នកណាបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតឆេងគឺស៊ីនបរាជ័យកាលពីលើកមុនមកដល់ពេលនេះពួកអ្នកទាំង3នៅតែមិនព្រមបោះបង់ចោលកុំខ្ជះខ្ជាយធម្មពលអីមុនពេលខ្ញុំចូលមកឆ្មាំនៅមាត់ទ្វាររបស់អ្នកត្រូវបានគេដោះស្រាយរួចហើយយប់នេះខ្ញុំបានឃើញអ្នកនៅផ្ទះគ្រូសាលីនអ្នកគឺជាអង្គរៈតូចរបស់ឆេងគឺស៊ីនគាត់អាចដោះស្រាយមនុស្សរបស់ខ្ញុំនៅខាងក្រៅដោយស្ងៀមស្ងាត់ហើយលេចមុខក្នុងការិយាល័យខ្ញុំដូចជាខ្មោចបើគាត់ចង់សម្លាប់ខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយតើអ្វីដែលនាំអ្នកមកទីនេះនៅយប់ជ្រៅបែបនេះគ្មានអ្វីពិសេសទេគ្រាន់តែចង់ជួយឆេងគឺស៊ីនកម្ចាត់ការគំរាមកំហែងនៅថ្ងៃអនាគតខ្លះតែប៉ុណ្ណោះខ្ញុំមិនដឹងថាអ្នកចង់មានន័យថាម៉េចទេដោយសារតែអ្នកបាននិយាយរួចហើយថាខ្ញុំជាអង្គរៈរបស់កាធឺរីនចុះហេតុអ្វីបានជាគ្រួសារទាំង3របស់អ្នកបញ្ជូនមនុស្សទៅធ្វើឃាតនាងដោយមិនសុំការអនុញ្ញាតពីខ្ញុំក្មេងប្រុសខ្ញុំទទួលស្គាល់ថាអ្នកអាចឈរនៅទីនេះបានអ្នកប្រកាសជាមានជំនាញខ្លះប៉ុន្តែចំពោះមុខគ្រួសារទាំង3អ្នកមិនទាន់គ្រប់គ្រាន់ទេខ្ញុំដាស់តឿនអ្នកកុំឲ្យចូលរួមក្នុងរឿងនេះបើមិនដូច្នោះទេអ្នកនឹងមិនដឹងថាអ្វីដែលវាប្រហារអ្នកឡើយមែនហើយអ្នកនិយាយត្រូវអ្នកទាំងឡាយពិតជាមិនដែលរៀនសូត្រអ្វីសោះទោះបីជា Fernando និង Morgan ដែលមានអំណាចបានស្លាប់ហើយក៏ដោយក៏អ្នកនៅតែហ៊ានបញ្ជូនមនុស្សទៅធ្វើឃាត Catherine ដែរគួរឲ្យអាណិតណាស់ទោះបីជាអ្នកបញ្ជូនមហាគ្រូជាច្រើនប៉ុណ្ណាក៏ដោយក៏ពួកគេគ្រាន់តែទៅស្លាប់ដោយឥតប្រយោជន៍ប៉ុណ្ណោះនេះគឺ$5 លានដរាបណាអ្នកបាត់ខ្លួនពីក្បែរ Catherine អ្នកអាចយកលុយនេះទៅបានទាំងអស់ទោះបីជាអ្នកធ្វើជាអង្គរៈពេញមួយជីវិតក៏ដោយក៏ប្រហែលជាមិនអាចរកលុយបានច្រើនប៉ុណ្ណេះដែរលុយតែប៉ុណ្ណេះឬអ្នកកំពុងមើលងាយខ្ញុំដូចជាអ្នកសុំទានឬតើអ្នកជានរណាហេតុអ្វីបានជាអ្នកចង់ធ្វើជាស្ត្រូវនឹងគ្រួសារទាំង3យ៉ាងនេះខ្ញុំជានរណាដោយឋានៈរបស់អ្នកគ្មានសិទ្ធិដឹងទេប៉ុន្តែខ្ញុំអាចប្រាប់អ្នកបានថា Fernando និងអ្នកទាំងពីរនោះគឺខ្ញុំជាអ្នកសម្លាប់ពួកគេតើមានរឿងអ្វីអ្នកបានសម្លាប់មនុស្សទាំង3នាក់នោះមែនទេគឺអ្នកដែលធ្វើវានេះគេហៅថាបណ្ដាសាបេដូងនៅពេលដែលវាចូលទៅក្នុងខ្លួនរបស់អ្នកវានឹងធ្វើឲ្យអ្នកចង់តែស្លាប់ឈឺណាស់ខ្ញុំមានអារម្មណ៍ថាខ្លួនរបស់ខ្ញុំដូចជាកំពុងតែត្រូវបានហែកជាបំណែកប្រសិនបើអ្នកបញ្ឈប់វាខ្ញុំនឹងស្ដាប់តាមអ្នកឲ្យតែអ្នកបញ្ឈប់វាខ្ញុំធ្វើអ្វីក៏បានដែរបណ្ដាសាបេដូងដែលខ្ញុំប្រើសំបីតែមហាគ្រូក៏មិនអាចទប់ទល់បានដែរទុកឲ្យទៅមនុស្សធម្មតាដូចជាអ្នកចុះល្អហើយក្រោកឡើងចាត់ទុកថានេះជាមេរៀនចំពោះការប៉ុនប៉ងសម្រាប់ Catherine ប្រសិនបើខ្ញុំដឹងថាអ្នកហ៊ានប៉ុនប៉ងសម្រាប់ Catherine ម្ដងទៀតខ្ញុំមិនស្ទាក់ស្ទើរក្នុងការកំទេចគ្រួសារទាំង3របស់អ្នកចោលនោះទេអូខ្ញុំស្ទើរតែភ្លេចទៅហើយកាលពីលើកមុនដែលអ្នកប៉ុនប៉ងសម្រាប់ Catherine ខ្ញុំនៅមិនទាន់បានទាមទារសំណងផ្លូវចិត្តនោះទេខ្ញុំនឹងឲ្យអ្នកតាមដែលអ្នកចង់បានមិនច្រើនទេ$1000 លានតើអ្នកកំពុងធ្វើអ្វីអ្នកឈួតហើយតើអ្នកដឹងទេថាប្រាក់$1000 លានវាមានតម្លៃប៉ុណ្ណាសុំទោសខ្ញុំពិតជាមិនដឹងមែនអ្នកមិនទុកផ្លូវឲ្យខ្ញុំរស់សោះលោក Howard អ្នកជ្រើសរើសយកលុយឬយកជីវិតខ្ញុំមិនចាំបាច់សម្លាប់អ្នកទេប៉ុន្តែខ្ញុំអាចធ្វើឲ្យអ្នកជួបប្រទះនឹងបណ្ដាសាដែលចាក់ទម្លុះបេះដូងនេះឈប់សិនខ្ញុំបងឲ្យតើបានទេឈប់សិនកុំធ្វើអីខ្ញុំសុខចិត្តស្លាប់ប្រសើរជាងត្រូវជួបវាម្ដងទៀតមើលអ្នកឯងចុះប្រសិនបើអ្នកមានប្រាជ្ញាជាងនេះអ្នកប្រហែលជាមិនត្រូវឈឺចាប់ខ្លាំងបែបនេះទេនេះគឺជាការពេចពណ៌ខ្មៅរបស់ខ្ញុំពីធនាគារ Kronstar នៅក្នុងនោះមានទឹកប្រាក់$1000 លានគត់ខ្ញុំស្រាប់តែមានអារម្មណ៍ថាការប៉ុនប៉ងសម្រាប់ Catherine របស់ពួកអ្នកក៏មិនមែនជាគំនិតអាក្រក់ដែររាល់ពេលដែលអ្នកធ្វើបែបនេះអ្នកគ្រាន់តែបង់លុយ$1000 លានឲ្យខ្ញុំទៅបានហើយអ្នកអាចធ្វើអ្វីក៏បានតាមចិត្តសំខាន់គឺត្រូវតែបង់លុយឲ្យខ្ញុំហើយកុំភ្លេចរំលឹកដល់គ្រួសារធំទាំងពីរផ្សេងទៀតផងពួកគេអាចព្យាយាមសម្លាប់នាងបានប៉ុន្តែត្រូវចាំថាត្រូវបង់លុយឲ្យខ្ញុំរដងបើអ្នកចង់បានតម្លៃថោកជាងនេះខ្ញុំមានគំនិតមួយសម្រាប់អ្នកផែនការប្រចាំខែនឹងធ្វើឲ្យអ្នកទទួលបានការបញ្ចុះតម្លៃ
ខ្ញុំទៅហើយតើអ្នកដឹងទេថាកាយវិការអង្វរកររបស់អ្នកកាលពីមុននេះមើលទៅគួរឲ្យអាណិតប៉ុណ្ណាពិតជាគួរឲ្យស្អប់ខ្ពើមណាស់នេះសម្រាប់ថ្លៃតាក់ស៊ីអូអ្នកភ្ញាក់ហើយឬមើលចុះយ៉ាងម៉េចដែរខ្ញុំមិននឹកស្មានថាអ្នកដែលចេះតែចង់ឈ្នះម្នាក់នេះអាចចេះធ្វើម្ហូបបានសោះខ្ញុំមិនមែនចេះតែធ្វើម្ហូបទេឲ្យតែខ្ញុំមានលុយគ្រប់គ្រាន់គឺខ្ញុំអាចធ្វើអ្វីក៏បានដែរចង់សាកមើលទេគ្មានសិលធម៌គាត់ពិតជាសង្ហាប៉ុនប្រសពមែនអ្នកនាង Cooper បើអ្នកមិនព្រមរៀបការជាមួយគាត់ទេខ្ញុំនឹងរៀបការជាមួយគាត់ជំនួសខ្ញុំបានរៀបចំការងារឲ្យអ្នកធ្វើតិចពេកមែនទេអ្នកនៅមានពេលទំនេរទៅគិតរឿងប្រុសទៀតអ្នកនាង Cooper ខ្ញុំសុំទោសខ្ញុំគ្រាន់តែចង់គិតពីសុភមង្គលនាពេលអនាគតរបស់អ្នកតែក្មេងមិនចេះគិតតែរឿងខ្លួនឯងទៅបានហើយLily បានប្រាប់ខ្ញុំថាយប់មិញអ្នកមិនបានត្រឡប់មកផ្ទះទេតើអ្នកទៅណាគឺទៅគ្រួសារធំទាំង3តើអ្នកទៅទីនោះធ្វើអ្វីលោកស្រី Cooper មានរឿងអ្វីកើតឡើងមានមនុស្សម្នាក់បានស្លាប់មិនអាចទៅរួចទេចាប់តាំងពីការស្រាវជ្រាវនិងការចេញផ្សាយថ្នាំ Celestial Elixir បានឆ្លងកាត់ការសាកល្បងព្យាបាលរាប់មិនអស់ទិន្នន័យទាំងអស់គឺមានច្រើនខ្លាំងណាស់តើវាអាចសម្លាប់មនុស្សដោយរបៀបណាតោះយើងទៅក្រុមហ៊ុនសិនក្រុមប្រឹក្សាភិបាលកំពុងរងចាំយើងនេះគឺជារឿងជីវិតនិងសេចក្តីស្លាប់មិនថាវាពិតឬមិនពិតទេវាពិតជាលើសពីសមត្ថភាពរបស់ Catherine ហើយរឿងធំដល់ថ្នាក់នេះហេតុអ្វីបានជាអ្នកមកយឺតជាង10នាទីលោកស្រី Cooper តើអ្នកហៅខ្លួនឯងថាជានាយកប្រតិបត្តិដោយរបៀបណាវាបានកើតឡើងភ្លាមៗនៅពេលដែលលោកស្រី Cooper ទទួលបានដំណឹងលោកស្រីក៏ប្រញាប់មកទីនេះភ្លាមលោកនាយក Seller មិនចាំបាច់និយាយចំអកឡើយលោកស្រី Cooper មើលអ្វីដែលអ្នកបានធ្វើតើអ្នកដឹងទេថាហេតុការណ៍ Celestial Elixir នេះអាចបំផ្លាញក្រុមហ៊ុនទាំងមូលបានលោកនាយកតើលោកចង់មានន័យយ៉ាងណានៅពេលដែលទីផ្សាររបស់ក្រុមហ៊ុនឡើងដល់$1 trillionហេតុអ្វីបានជាអ្នកមិនជ្រើសរើសយកអ្នកនាងរកនៅពេលដែលក្រុមប្រឹក្សាភិបាលកំពុងនិយាយតើអ្នកជាលេខាធិការមានសិទ្ធិអ្វីមកជ្រៀតជ្រែកតើស្ថានភាពពេលនេះយ៉ាងណាដែរមានអ្នកស្លាប់បាត់បង់ជីវិតហើយតើលោកយល់យ៉ាងណាដែរហើយឥឡូវនេះទស្សនាវដ្តីនិងវេទិកាព័ត៌មានទាំងអស់កំពុងផ្ទុះរឿងនេះហើយក្រុមស៊ើបអង្កេតរបស់អាជ្ញាធរក៏នឹងមកដល់ឆាប់នេះដែរយើងបើកក្រុមហ៊ុនដើម្បីរកប្រាក់ចំណេញមិនមែនដើម្បីសម្លាប់មនុស្សនោះទេតើទីផ្សាររបស់ក្រុមហ៊ុនទៅជាយ៉ាងណាហើយអ្នកនាងរកខ្ញុំមិនជឿថាអ្នកនៅតែព្រួយបារម្ភអំពីតម្លៃទីផ្សារក្រុមហ៊ុនអ្នកគួរតែព្រួយបារម្ភថាអ្នកនឹងត្រូវជាប់គុកប៉ុន្មានឆ្នាំអ្នកគួរតែមើលកាសែតដែលនៅពីមុខអ្នកសិនទៅតើក្រុមគ្រួសារជនរងគ្រោះយ៉ាងណាដែរតើពួកគេអាចនឹងទៅជាយ៉ាងណាទៀតពិតណាស់ពួកគេកំពុងទទួលការសម្ភាសន៍ពីសារព័ត៌មានហើយរឿងនេះនឹងរាលដាលទូទាំងពិភពលោកឆាប់នេះខ្ញុំគួរតែធ្វើដូចម្តេចបើខ្ញុំដោះស្រាយរឿងនេះមិនបានល្អការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំរបស់ខ្ញុំនឹងរលាយបាត់ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះកុំបារម្ភអីអ្វីនឹងល្អប្រសើរដោយសារស្ថានភាពក្រុមបច្ចុប្បន្នខ្ញុំសូមស្នើឲ្យក្រុមប្រឹក្សាភិបាលដកតំណែងនាង Catherine ពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលយោពម Catherine អ្នកបានខូចកេរ្តិ៍ឈ្មោះអស់ហើយប្រសិនបើអ្នកគិតពីក្រុមសូមចុះចេញពីតំណែងប្រធាននេះទៅដូច្នេះហើយបានជាអ្នករងចាំតើអ្នកយល់ព្រមរឿងអ្វីនេះជាល្បិចដ៏ឆ្លាតវៃមែនប្រើប្រាស់រឿងថ្នាំទិព្វដើម្បីបង្កើតរឿងអាស្រូវប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីពង្រីកវាហើយប្រើប្រាស់សម្ពាធពីមហាជនដើម្បីបង្ខំឲ្យ Catherine ចុះចេញពីតំណែងពិតជាឆ្លាតណាស់រហូតតតែបញ្ហានេះត្រូវបានស៊ើបអង្កេតយ៉ាងពេញលេញលោកស្រី Cooper នឹងមិនចុះចេញពីតំណែងប្រធានដាច់ខាតនាងតូចឲ្យអ្នកមិនទាន់យល់ទេពួកគេគ្រាន់តែយកករណីនេះជាលេសប៉ុណ្ណោះសូម្បីតែគ្មានករណីនេះក៏ពួកគេនឹងរកលេសផ្សេងទៀតដើម្បីបង្ខំឲ្យនាងចុះចេញដែរខ្ញុំក៏ចង់ដឹងដែរថាតើអ្នកណាដែលនៅពីក្រោយរឿងនេះCatherine ផែនការតិចតួចរបស់អ្នកបានបរាជ័យហើយតើអ្នកជាអ្នកណាក្មេងថ្ងៃនេះគឺជាកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមយើង
តាអ្នកណាអនុញ្ញាតឲ្យអ្នកចូលមកឈប់និយាយរឿងមិនសមហេតុផលហើយមួលបង្កាច់ពួកយើងទៅតំណែងប្រធានគឺសម្រាប់អ្នកដែលមានសមត្ថភាព Catherine គ្មានសមត្ថភាពទេដូច្នេះនាងគួរតែចុះចេញអ្វីដែលលោក Jones កំពុងនិយាយអ្នកទាំងអស់គ្នាដឹងច្បាស់ណាស់លោក John កំពុងនិយាយអ្វីអ្នកទាំងអស់គ្នាដឹងច្បាស់ណាស់លោកលីនតើលោកមកទីនេះធ្វើអ្វីខ្ញុំមកទីនេះដើម្បីជំរះឈ្មោះឲ្យអ្នកនាងកូភើចូលមកតើអ្នកមិនមែនជាក្រុមគ្រួសាររបស់ជនរងគ្រោះទេខ្ញុំបានប្រាប់អ្នកថាខ្ញុំនឹងឲ្យចម្លើយដែលគួរឲ្យពេញចិត្តតើអ្នកមកទីនេះធ្វើអ្វីសូមទោសអ្នកនាងកូភើអ្នកត្រូវបានគេរៀបចំគម្រោងដាក់កំហុសថ្នាំសេលេស្ទាមិនបានសម្លាប់នរណាម្នាក់ទេគាត់បានបង់លុយឲ្យពួកយើងគាត់បានបង្ខំឲ្យពួកយើងធ្វើបែបនេះតើលោកមិនគួរពន្យល់ខ្ញុំទេបន្តទៅពួកយើងនៅមានកំណត់ត្រាសម្លេងដែលបានហៅជាមួយគាត់និងកំណត់ត្រាផ្ទេរប្រាក់អ្នកកំពុងនិយាយរឿងមិនពិតនិងមួលបង្កាច់ខ្ញុំសន្តិសុខនៅណាបណ្ដេញពួកគេចេញអ្នកណាក៏ដោយដែលហ៊ានកម្រើកនៅថ្ងៃនេះខ្ញុំនឹងកាច់កោពួកគេចោលអ្នកដឹងពីអ្វីដែលអ្នកត្រូវធ្វើមែនទេកុំបារម្ភអីយើងនឹងតាក់ទងអ្នកសារព័ត៌មានដើម្បីបកស្រាយរឿងទាំងអស់នេះនិងផ្ដល់យុត្តិធម៌ដល់អ្នកអាចត្រឡប់ទៅវិញបានតើអ្នកឃើញទេ Catherine នេះហើយជាលទ្ធផលនៃការធ្វើល្អចំពោះមនុស្សដែលមិនដឹងគុណអ្នកទាំងពីរត្រៀមខ្លួនទៅរលួយក្នុងគុកទៅអ្នកនាង Cooper វាមិនមែនជាកំហុសរបស់យើងទេលោក Lovell ជាអ្នកបង្ខំពួកយើងបើពួកយើងមិនធ្វើតាមលោកនឹងធ្វើឲ្យពួកយើងបាត់ខ្លួនជារៀងរហូតអ្នកនាង Cooper សូមមេត្តាលើកលែងឲ្យពួកយើងម្ដងទៅការលើកលែងអ្នកវាជារឿងងាយស្រួលយកភាគហ៊ុនរបស់អ្នកមកលក់ឲ្យ Catherine ហើយបាត់ខ្លួនចេញពីមុខនាងជារៀងរហូតដរាបណាអ្នកនាង Cooper លើកលែងឲ្យពួកយើងនឹងចុះហត្ថលេខាលើកិច្ចសន្យាលើនេះអរគុណលោកមេដឹកនាំ Lunch ក្មួយស្រីខ្ញុំគ្រាន់តែជួយបន្តិចបន្តួចប៉ុណ្ណោះបើអ្នកចង់អរគុណនរណាម្នាក់អ្នកគួរតែអរគុណលោក Jonesតើជាលោកតើដែលបានអញ្ជើញលោកមកទីនេះក្មួយស្រីជួយបម្រើការងារមួយឲ្យតាផងបើក្មួយធ្វើរួចរាល់ទៅរកតាដែលក្រុមហ៊ុនរបស់ Catherine ទៅការបញ្ជូនព័ត៌មានពីចម្ងាយឥទ្ធិឫទ្ធិរបស់លោកជូនកាន់តែអស្ចារ្យមែនទែនលោកជូនអរគុណលោកខ្លាំងណាស់ប្រសិនបើមិនបានលោកទេខ្ញុំប្រហែលជាអស់ផ្លូវដើរហើយចម្លែកណាស់លោកគ្រូឡាំងមានអាយុច្រើនជាងលោកជូនឆ្ងាយណាស់ហេតុអ្វីក៏ហៅលោកជូនថាលោកជូនយ៉ាងនេះទៅវិញកិច្ចការចប់សពគ្រប់ហើយដាឡាទៅមុនហើយលោកតាមិនបាច់ប្រញាប់ទេរឿងនេះខ្ញុំជំពាក់សងគុណលោកមួយយកកំជុលមាស3ដើមនេះទៅថ្ងៃក្រោយបើលោកមានរឿងអ្វីក្មួយអាចប្រាំចូលនេះដើម្បីឲ្យតាជួយបាន3ដងលោកតាអរគុណលោកជូនច្រើនណាស់លោកជូនតើឱកាសឲ្យលោកជួយ3ដងនេះវាមានតម្លៃខ្លាំងណាស់មែនទេចុះយ៉ាងម៉េចទៅកាលពីមុនមានមហាសេដ្ឋីម្នាក់មកលុតជង្គង់នៅមុខផ្ទះខ្ញុំ3ថ្ងៃ3យប់ទើបខ្ញុំព្រមជួយគេពួកចាញ់គេមែនរឿងតែបន្តិចបន្តួចសោះក៏ធ្វើមិនបានដែរខ្ញុំស្មានថាអាចដណ្ដើមយក Celestial Elixir បានដោយងាយដោយមិនបាច់បង្ហូរឈាមរួចផ្លាស់ប្ដូរឈ្មោះនិងដាក់ស្លាកសញ្ញាថ្មីសម្រាប់ទីផ្សារលទ្ធផលគឺពួកឯងធ្វើឲ្យវាខូចខាតអស់ហើយលោក Lovell តើយើងត្រូវធ្វើម៉េចឥឡូវអ្នកណាដែលហ៊ានរារាំងអាជីវកម្មរបស់ខ្ញុំអ្នកនោះត្រូវតែទទួលរងផលវិបាកទៅសម្លាប់ Philip ចោលទៅនៅពេលដែល Philip ស្លាប់ខ្ញុំនឹងឲ្យអ្នកក្លាយជាមេដឹកនាំនៃគ្រួសារ Lunch ភ្លាមអរគុណលោក Lovell គាត់គួរតែស្លាប់យូរមកហើយនៅអាយុនេះគាត់គ្រាន់តែជាមនុស្សចាស់ដែលកាន់កាប់កន្លែងហើយមិនផ្ដល់ឱកាសឲ្យពួកយើងក្មេងបានឡើងតំណែងយ៉ាងណាមិញលោក Lovell លោកត្រូវប្រាប់ Shadow Guard ឲ្យប្រយ័ត្នប្រយែងថ្មីនេះ Reverdale ថាមិនសូវមានសន្តិភាពប៉ុន្មានទេសូម្បីតែ Fernando ដែលជាម្កាចាក្បាច់គុណក៏ត្រូវស្លាប់ដែរកុំបារម្ភអីខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយគឺនៅទីនេះហើយតើគាត់មកដល់ទីនេះតាំងពីពេលណាតើគាត់មកទីនេះនៅពេលណាលួចធ្វើសកម្មភាពនៅពេលយប់ហើយផ្ដាច់ជីវិតដូចជាអ្នកយំរីកគាត់មិនមែនជាអ្នកណាផ្សេងទេគឺលោកចៅក្រមមុខដែកដែលជាលេខ1នៅក្នុងចំណាត់ថ្នាក់មហាគ្រូតើអ្នកដែលជាមនុស្សធម្មតាអាចដឹងពីទីតាំងរបស់គាត់បានដោយរបៀបណាលេខ1ក្នុងចំណាត់ថ្នាក់មហាគ្រូ
ជំនួសឲ្យការលាក់ខ្លួននៅពីក្រោយហើយរៀបផែនការប្រើអំណាចផ្ដាច់មុខកំទេចពួកគេចោលល្អជាងទៅនាំកាធើរីនមកជួបខ្ញុំនាងត្រូវតែប្រគល់ថ្នាំស៊ូកឲ្យខ្ញុំបើមិនដូច្នោះទេនាងនឹងស្លាប់អូយតើអ្នកចេះម៉ាសាទេអ្នកជាស្រីគួរតែម៉ាសាថ្នមបន្តិចទៅមិនអន់ទេអ្នករៀនបានលឿនណាស់ចាំបន្តិចម៉ាសាត្រង់កំភួនជើងខ្ញុំផងយ៉ាអែកុំរំលងព្រំដែនឲ្យសោះបើមិនមែនព្រោះតែអ្នកបានជួយក្រុមហ៊ុនខ្ញុំឲ្យរួចផុតពីវិបត្តិស្លាប់រស់ទេខ្ញុំគ្មានថ្ងៃបម្រើអ្នកឡើយបើអ្នកមិនចង់បម្រើខ្ញុំក៏មិនអីដែរតើយើងអាចបដូរវិធីសងគុណផ្សេងវិញបានទេវិធីអ្វីប្រគល់ខ្លួនឲ្យខ្ញុំមកអាស្រ័យលើសមត្ថភាពរបស់អ្នកអ្នកជានរណាហេតុអ្វីបានជាអ្នកលេចមុខក្នុងផ្ទះខ្ញុំមានរឿងបន្ទាន់ខ្ញុំត្រូវប្រើវិធីខ្លាំងដៃបន្តិចសូមអ្នកនាងកូភើមេត្តាអភ័យទោសផងត្រកូលលីនមានទុកធំខ្ញុំបានទទួលបញ្ជាពីលោកម្ចាស់ឲ្យមកសុំជំនួយពីអ្នកអាពួកតេរិឆានអញគួរតែសម្លាប់ពួកឯងតាំងពីយូរណាស់មកហើយលោកតាកុំបន្ទោសខ្ញុំតាមពិតមនុស្សគ្រប់គ្នាតែងតែចង់បានរបស់ដែលល្អជាងមុនខ្ញុំធ្វើបែបនេះគឺដើម្បីឲ្យគ្រួសារលីនកាន់តែប្រសើរឡើងតែដរាបណាពួកមនុស្សចាស់មិនទាន់ស្លាប់ពួកយើងក៏គ្មានឱកាសដែរចាប់ពីថ្ងៃនេះទៅខ្ញុំគឺមេគ្រួសារលីនបន្ទាប់ពីលោកស្លាប់ទៅពួកយើងនៅតែបញ្ជូនលោកទៅមហាសាលដូនតាគ្រួសារលីនហើយដុតធូបគោរពលោកជារៀងរាល់ថ្ងៃដូច្នេះលោកតាលោកអាចទៅដោយស្ងប់ស្ងាត់ចុះលោកអ្នកការពារជួយសម្លាប់មនុស្សចាស់ម្នាក់នេះផងពួកឯងគិតថាអញចាញ់ពិតមែនឬលោកតាចាស់លោកពិតជាវង្វេងវង្វាន់មែនហើយមើលមនុស្សរបស់លោកចុះគេសម្លាប់ចោលអស់ហើយទោះជាលោកមានរបួសធ្ងន់លោកនៅមានអ្វីដើម្បីតាំងនឹងពួកយើងទៀតចំពោះខ្ញុំគឺជាអាចកំបាំងចុងក្រោយរបស់គាត់តើពួកឯងគិតថារឿងនេះគ្រប់គ្រាន់ទេតើអ្នកហ៊ានមកទីនេះបានដោយរបៀបណាហេតុអ្វីខ្ញុំមិនហ៊ានតើអ្នកគិតថាខ្ញុំខ្លាចអ្នកមែនទេអ្នកធ្វើឲ្យខ្ញុំមិនអាចប៉ះស្រីបានពេញមួយជីវិតក្នុងពេលដែលអ្នកស្រឡាញ់ខាធើរីនខ្លាំងម្ល៉េះខ្ញុំនឹងរងចាំរហូតដល់អ្នកស្លាប់ហើយឲ្យអ្នកសុំទាន100អ្នកឆ្លាស់វេនគ្នាលេងជាមួយនាងសម្រាប់គាត់ជាមហាគ្រូបង្ហាត់លំដាប់ទី5គាត់ប្រយុទ្ធ100ដងមិនដែលចាញ់ឡើយថ្ងៃនេះខ្ញុំនឹងមើលថាគាត់នឹងកំទេចអ្នកយ៉ាងដូចម្ដេចបញ្ចេញសមត្ថភាពទាំងអស់ដែលអ្នកមានមកខ្សោយណាស់សូម្បីតែមួយម្រាមដៃខ្ញុំក៏អ្នកមិនអាចទប់បានដែរជាមួយសមត្ថភាពបែបនេះអ្នកហ៊ានហៅខ្លួនឯងថាជាមហាគ្រូបង្ហាត់មែនទេអ្នកគឺជាអ្នកណាចៅវាយខ្ញុំចង់ជួបអ្នកកម្លាំងប៉ុណ្ណឹងក៏ចង់ហៅខ្លួនឯងថាជាមេគុណដ៏ខ្លាំងក្លាដែរមែនទេហានេះគឺជានិយមន័យនៃអ្នកខ្លាំងនេះជាកម្លាំងរបស់មេគុណដ៏ខ្លាំងក្លា
ตาเนจีโนนาเอาเปิดประกอบโลกมาจ้ะปูยังดังทาปูยังเขาให้ส้มเมตาปดอลอากาเอาปูยังมาดองเตียบผ่องปูยังสดแต่จิกไซสลายตระโกลินแมนไฮมันนักสมานทาตระโกลินได้มีประวัติรอบโรยชนามดอจุมนวนนี้ใบจีจินจำปุกบัดจิตเตวิงทั้งไงนี้จมปูมุกเนแต่งออกเนียขย่มหนึ่งเทวกาสำอาดปุกบัดจิตเจงปีตระโกลินชบเซนตู้ใบจีขยมโรงระบุก็ดอยก็การดอสไรจีมวยเนแต่งใบคือจีเรื่องงีสรูบ่มพอดเอาเตวิจีระเบิดบนลอมพเนกซิลได้สรอสอาดบ่มพอดในเรเวอร์เกตเปิดจิมินเกจมูระเบิดระบายแมงกูอ่อยอันนัดนะบาดไงนี้ไอ้มันประโกรูปมนทนำเต็บเตไอ้ประกอบจีสลับเนตีนิหายหากใบโดจีดำไลในขนำเต็บนี้เลือกปีการรมเปิงตกระบอกขยมเตติดสมใบแต่ครูซาโลเวลในขนงรถที่นี้ก็จับอารมณ์ได้ทั้งไงกำนาระบบเมครูซาโลเวลกำปงแต่คัดจิตหมกดอลให้แนจุมนอนตีปีพิจารณาสดแต่ขมิ้นสมรรถเพียบหนึ่งเหมือนสะสมขนงการดักนอมไหลโดยเฉพาะให้โลกตาก็สำหรับเจ็ดเจริญเรื่องเมครูซาจุมนอนบรรทบปีแนจุมนอนตีใบเพราะเส้นบาขยมตัวบานทนำเติบขยมไอปราเมตพอนี้ดำใบเลือกกำปูดำในระบบขยมกำจัดกู้ประเจงเสียงตีดให้ตัวมรดดำในจีเมครูซาขยมคลายทาโลกโลเวลหนึ่งเตอร์ข้อบำนองไฮสมใบแต่ขยมสลับก็ขยมมันประโกรูปมนทนำเติบเอาโลกได้เรื่องนี้มันแม้นจีการสำหรับจัดระบบอันเตไอเล่านี้ไอน์สเตดในขนมกันดับได้ระบบขยมไฮขยมมีนวิธีรอบมันอ้อดำใบบังคอมไอน์ประโกรูปมนนี้หมกกลมโจหมกเจ็ดกลมเฮียนปะเนียงบาไอน์เฮียนสะเมอเตอขยมกรงหนึ่งเตเลงรถที่นี่เปชับนี้ดำใบเตี้ยมเตี้ยยุติทัวสำหรับมันได้ระบบขยมคือซัมเมอร์ลอเวลปนใต้ขยมมันนึกสมานทาทั้งไงนี้ปูไอน์ใบจีหมกดอลหมกเตะระบบขยมโดยครูนไอน์แบบนี้เตตาเนจีโกนได้ซัมเมอร์ลอเวลบานบอบองเจ้าเมนเตเนเนรู้เมนเตเตอร์ไฮโดยแต่เนเคยสลับไฮขยมเนมีนจีวัดละอการนุโลกโลเวลหนึ่งใจกรมหมกใดบ้านสำหรับครูซาโจนส์เจ้าอ๋อปนใต้ปูเกใบจีตกเนเอารูเรียนมีนจีวัดแต่นิไฮจีลัตพอในการตกดำรอยเจ้ามะป่าทั้งไงนี้ขยมหนึ่งนอมยกบ้าระบบปูเกดำใบจีกาโกรบดอวิญญาณคอนเนแต่งปีเนทานสุทั้งไงนี้ขยมหนึ่งดอลออกกาเอาเนบรรจบเรื่องราวแต่เนบานจับดามกาปีเปนูเมื่อเตอร์เนบานชินดอกกำรัดอินเนตเรียลแมงตู้ใบจีทำโปลคังขนงระบบเนเมื่อเตอร์หะโดยจีจรานปนใต้วิมันไอประโมบดมคณีบานเตเมื่อเตอร์เนไอชินดอกกำรัดอินเนตเรียลบ้านโดยซาปราปราวิธีศาสตร์กล่าวเพลกาขยมก็มันนึกสมานทากล่าวปีขยมเรเวอร์เกตเนมีนเนมีนจุมเนียงอินเนตเรียมตีปีติดเอาไว้กดบานเชียนดอกกำรัดอินเนตเรียมไฮกดบานโจตึกขนงแดนได้ปีกำนัดเรื่องแต่งอ่อนนี้เป็นจอบเนตีนี้
ហេតុអ្វីយើងទាំងពីរនាក់គឺជាម្ចាស់នៃដែនដីពីកំណើតប៉ុន្តែខ្ញុំមិនមែនជាគូប្រកួតរបស់អ្នកទេសូម្បីតែក្នុងចំណោមមេក្បាច់គុណក៏មានភាពខ្លាំងនិងភាពខ្សោយដែរប៉ុន្តែនៅពេលអ្នកចូលទៅក្នុងដែនដីពីកំណើតគម្លាតនេះគឺដូចជាមេឃនិងដីមុនពេលចូលទៅក្នុងដែនដីពីកំណើតការសម្លឹងមកខ្ញុំគឺដូចជាកង្កែបក្នុងអណ្ដូងមើលព្រះច័ន្ទឥឡូវនេះនៅពេលដែលអ្នកនៅក្នុងដែនដីពីកំណើតវាដូចជាសត្វរុយមើលមេឃដ៏ធំល្វឹងល្វើយអ្នកឃើញទេអ្វីដែលយេបាននិយាយពីមុនវាមិនមែនគ្រាន់តែជាការអួតនោះទេដល់ពេលបញ្ចប់ហើយទៅកាន់ឋាននរកហើយទៅសុំទោសគ្រួសារខ្ញុំសុំទោសគ្រួសារខ្ញុំផងខ្ញុំជាកូនប្រុសច្បងរបស់ត្រកូល Lovels ប្រសិនបើអ្នកហ៊ានប៉ះខ្ញុំបន្តិចសូម្បីតែបន្តិចត្រកូល Lovels នឹងធ្វើឲ្យអ្នកខាតបង់ល្អណាស់ខ្ញុំនឹងបំបាក់ជើងរបស់អ្នកនៅពេលដែលខ្ញុំទៅដល់រាជធានីអ្នកនឹងក្លាយជាកាដូដ៏អស្ចារ្យសម្រាប់ត្រកូល Lovels អូអូអូជីវិតដែលនៅសល់របស់អ្នកនឹងត្រូវចំណាយលើទេសរុញអូអ្នកមិនអីទេយើខ្ញុំមិននឹកស្មានថាអ្នកខ្លាំងបែបនេះទេខ្ញុំបានជួយសង្គ្រោះជីវិតអ្នកម្ដងទៀតហើយអំពីអ្វីដែលអ្នកបានសន្យាជាមួយខ្ញុំកាលពីលើកមុនតើអ្នកបានពិចារណារួចរាល់ហើយឬនៅមនុស្សអាក្រក់អ្នកតែងតែឆ្លៀតឱកាសពីខ្ញុំចុះអ្នកថាដូចម្ដេចខ្ញុំយល់ព្រមអញ្ចឹងតើអ្នកគួរហៅខ្ញុំថាអ្វីប្តីទៅប្តីនឹងជូនអ្នកទៅផ្ទះ